រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភាកអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយបាទអញ្ចឹងយើងជាបន្តបន្ទាប់មកនេះមកដល់ខ្ញុំជម្រាបសួរលោកគ្រូបាទជម្រាបសួររៀបសួរញាតិធម៌គ្រប់គ្នាមកដល់ធម្មគុណនិងគុណរបស់ពធគិតជាលេខរៀងវីដេអូពីពុទ្ធគុណមកត្រូវជាវីដេអូទីអឺ12បាទហ្នឹងហើយហើយពាក្យដែលយើងត្រូវលើកមកជជែកនៅថ្ងៃនេះគឺសន្តិទ្ធិកោបាទខ្ញុំមិនបានរៀបឯកសារអីទេគឺលើកមកជជែកត្មង សន្តិដ្ឋិកោប្រែថាជាធម៌គឺព្រះគឺថានឹងបានស្ដាប់ប្រែតែប៉ុណ្្នេះក៏បានពាក្យប៉ុណ្ណឹងអញ្ចឹងសន្តិដ្ឋិកោជាធម៌គឺព្រះអរិយបុគ្គលដឹងពិតឃើញពិតដោយបច្ចវេកញ្ញាណអញ្ចឹងស្អីដែលយើងក៏បីដឹងហ្នឹងគឺសិក្សាពីអឺពីរន័យទីមួយគឺឃើញដោយខ្លួនឯងនិងហើយទីពីរឃើញដោយបច្ចវេកញ្ញាណហ្នឹងអញ្ចឹងនៅក្នុងចំណុចទីមួយនេះគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដទៃក៏ទេមិនមែនដឹងថានេះជាសច្ចធម៌ហ្នឹងដឹងព្រោះតែព្រះអង្គប្រាប់ទេព្រះអង្គប្រាប់តែរូបមន្តប៉ុន្តែពេលឃើញគឺឃើញដោយខ្លួនឯងហ្នឹងហើយម្យ៉ាងទៀតការដែលឃើញនោះមិនមែនឃើញដោយភ្នែកឬក៏ឃើញដោយការគិតធម្មតាទេគឺឃើញដោយបច្ចវេខណៈញាណអញ្ចឹងឃើញកន្លែងនេះគឺឃើញនៅនវលោកុត្តរធម៌ធម៌ដែលក៏បីឃើញហ្នឹងណានវលោកុត្តរធម៌នវលោកុត្តរធម៌ដឹងទេមកពីនវៈនេះប្រែថា9ចឹងលោកុត្តរធម៌ហ្នឹងគឺមគ្គ4ផល4ដល់ពៀន1បាទចឹងខ្ញុំបើកឱកាសឲ្យ
ក្រុមសិក្ខាកាមយើងបញ្ចេញនៅការយល់ពាក្យនឹងមើលតើយល់បានប៉ុណ្ណាក្នុងពាក្យថាសន្តិទ្ធិកោហ្នឹងណាហើយយើងសមគួរដល់ការចម្រើនបញ្ញារបស់យើងរៀងខ្លួននឹងយ៉ាងណាព្រោះការស្វាធ្យាយឬក៏រលឹកទៅដល់ធម៌ហ្នឹងហ្នឹងហើយពាក្យនេះនិយាយត្រង់มันមានកិច្ចកុងអីទេប៉ុន្តែសំខាន់យើងបានជាបទសិក្សាយ៉ាងណាពីពាក្យហ្នឹងណាពាក្យថាសន្តិទ្ធិកោហ្នឹងចង់ធ្វើធម្មទានលើកដៃគ្មានធ្លាក់បន្ទុកអីទេបាទចែងបងហងងជាប្រធមសូមនមស្ការព្រះរតនត្រ័យវាញ់គុំចង់និយាយថាធัวហ្នឹងគឺថាម្នាក់ហ្នឹងដឹងពិតឃើញពិតទោះបីអ្នកណានិយាយប្រាប់យើងក៏យើងអត់ស្គាល់ត្រូវឯងយើងបានតែស្ដាប់ចឹងដល់ពេលយើងតើតែយើងសិក្សាដោយផ្ទាល់យើងបដិបត្តិដោយផ្ទាល់បានយើងជាអ្នកឃើញធัวគឺអ្នកណាក៏ចេះតែអនុវត្តជំនួសយើងឬក៏បដិបត្តិជំនួសយើងបានសម្រេចជំនួសយើងអញ្ចឹងលក្ខណៈពិសេសរបស់ធัวអញ្ចឹងបានថាសន្តិតិកោគឺជាធัวដែលដឹងពិតឃើញពិតដោយបច្ចនៈវេកនៈញាណបានន័យថាអ្នកណាអ្នកប្រព្រឹត្តធัวអ្នកនោះអ្នកជាអ្នកឃើញខ្ញុំចូលរួមប៉ុណ្ណឹងលោកគ្រូបាទសាធុមានទៀតទេបងដុកទ័រមិញទៅណាបាត់ហើយទៅវេះឲ្យគេបាត់ហើយមិនស្រួល ឲ្យតែចូលមុនមកលោកគ្រូឲ្យតែចូលមុនមកដឹងតែមានឧបសគ្គរហូតខ្ញុំហ្នឹងយល់ថាម៉េចដែរសន្តិតិកោកន្លែងហ្នឹងអនញូតសិនអត់តាន់អនញូតផងចូលគ្រូជប់មើលកាពីថាអានហើយឯមិញតែរវល់មានអ្នកមករំខានទៅក៏ទៅសិនសន្តិតកោកន្លែងហ្នឹងបើក្នុងនេះជាធម៌គឺព្រះរយៈបុគ្គលទាំងពួងដឹងពិតឃើញពិតដោយបច្ចវេខណៈញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដតីនោះកន្លែងនេះកទេនេះដឹងមានន័យថាម៉េចលោកគ្រូកទេគឺឃើញច្បាស់ដោយខ្លួនឯងកន្លែងហ្នឹងមកខ្ញុំយល់ឃើញថាមានន័យថាគ្រប់អរិយបុគ្គលគាត់នៅពេលដែលបានត្រាស់ដឹងហើយគឺគាត់ឃើញពិតដោយខ្លួនឯងគ្រូអត់មានគេថាលឺគេថាឬមួយក៏ឬក៏អ្នកណាប្រាប់អីចឹងគឺឃើញខ្លួនឯងពិតគ្រូមានតែប៉ុណ្ណឹងបាទមានន័យថាអត់មានទៅលឺគេថាអីទេអញ្ចឹងថាពេលគាត់សម្រេចធម៌នោះគឺឃើញដោយឯងតែម្ដងបាទហើយបានជាបទសិក្សាសម្រាប់យើងអ្នកអត់ឃើញមិនដែរចឹងទៅបើក្នុងន័យហ្នឹងពេលដែលគាត់បានឃើញហើយគាត់មានតែចែកចាយបន្តគ្រូចែកចាយបន្តអ្វីដែលគាត់បានឃើញហ្នឹងប៉ុន្តែព្រះរិយបុគ្គលខ្លះលោកអត់ចែកហងលោកមកសៀមហ្នឹងគាត់ខាងបច្ចេកពុទ្ធគ្រូបាទមានន័យថែមទៀតទេមានខ្ញុំមានថែមត្រង់ចេះត្រង់ថាអរិយបុគ្គលខ្លះគាត់អត់ប្រាប់កើតខ្ញុំគាត់ថាពេលខ្លះគាត់អាចយល់តែម្នាក់ឯងហើយគាត់មិនអាចប្រាប់បានហើយជាបទពិសោធន៍ខ្ញុំសំបីតែ
nhom chỉ củ pet chẳng bởi nhom bán che ấy nhom bền kia ca bền ở đây để dương miên hay bởi một pet khác quạt che khang chừng nhom tại tây chỉ quạt bền ở ca anh đang mình đang tha lẹ cái nạ thoa mà chết đôi cùng mấy cái là cũng hay bà củ pet khác quạt ở hiên bền tê khang kia che chiêng anh đang miền trăng này bị say pet đấy là cũng lại បាទ cô sẽ nâng che chiêng hay mình đang thằng business kia dân mà chứ hay đó thì chân tới bạn nhung khơi đó là khơi khơi thò tới khơi thó khơi bỏ hãy score luôn anh hay đó là bên nhung khơi thò đó bây giờ khơi thò hết bạn khơi côn bỏ hay đó bây môn môn đừng dương khơi thò hay môn dương đang côn bỏ nó dương khơi này kia môn kia là cũng đang này đang nhung khơi này kia nhung khơi bỏ sang chia môn kia vậy đấy bỏ sang chia này nó phải là bỏ bên bỏ sang chia cứ nhung ăn miên ngày này thì hay bơ bọc cô xe nhà nó nhom mà đắng cái tay bơ chụp cuộc nhom to cứ chẳng man nhom mơ clip bằng tô để chụp được cụ nơi không clip nó nhom nhom lẹ nãy thả rõm con là rõm nhom nó đang thầm mấy tay còn là bay tệ kháng là cô quên đang mà rụng thớp hay rụng thốt hay đợt bay chân tới nhom ca bị toàn hiển côn bỏng nhom nấp tại côn bỏng sang chia thì vừa côn về hà đà hòn về phốt nhom toàn được cưới những bộ đang họ chẳng ngủ bà chẳng man tha miền tại trong phố nhóm tu trangประเทศ Campuchia ខ្ញុំហ៊ាននិយាយថាមានតែលោកសានវិជាទេដែលបង្ហាញផ្លូវខ្ញុំឲ្យឃើញព្រះធម៌បានបាទតែប៉ុណ្ណឹងខ្ញុំអត់ដែលបានចូលរៀនណាដល់អញ្ចឹងទៅមិនដឹងថាអ្នកដែលមានសមត្ថភាពដែរយ៉ាងណាក៏ខ្ញុំអត់ដឹងដែរតែគ្រាន់ថាចំពោះខ្ញុំមានតែលោកគ្រូម្នាក់គត់ នឹងមកពីមិនតាន់រៀនច្រើនគ្រូ ភ្លក់ដែរលោកគ្រូលួចភ្លក់តិចតិចដែរតាតែដល់ភ្លក់ទៅលោកគ្រូដូចលោកគ្រូដឹងហើយឆ្នាំខ្លាំងណាពេលដែលយើងអត់ដែលប្រើដល់ប្រើដូចចង់វិលមុខដែរតាលួចភ្លក់របស់គេតិចតិចដែរលោកគ្រូគាត់ថា ហើយមើលធម្មសាកណីហ្នឹងហើយចឹងបានលោកគ្រូថាមេធរគឺនៅក្នុងចិត្តចេតសិកនិងមេធរឲ្យទោះបីយើងរៀនកម្ពីអីក៏ទៅពីហ្នឹងដែរចឹងខ្ញុំមើលធម្មសាកណីហ្នឹងខ្ញុំមើលចប់បានម្ដងហើយតែមើលទៀតទៅដូចកន្លែងខ្លះថ្មីហើយកន្លែងខ្លះក៏ឆ្ងល់ហើយទៅសួរបងប្អូនក្នុងក្រុមបាញ់ហ្នឹងពាក្យសង្ឃុំមួយរូបខ្ញុំរកអត់ឃើញពាក្យខ្ញុំចង់បានពាក្យហ្នឹងលោកគ្រូខ្ញុំចង់បានពាក្យសង្ឃុំមួយរូបហ្នឹងនៅក្នុងសភៅរូបហ្នឹងរកវាអត់ឃើញបាទហ្នឹងហើយខ្ញុំអស់ហើយលោកគ្រូប៉ុណ្ណឹង បាទជើញបងសាវី បានលោកគ្រូខ្ញុំជំរាបសួរហើយថ្វាយគុំព្រះសម្មាសម្ពុទ្ធហើយថ្វាយគុំព្រះអង្គនៅក្នុងក្រុមហើយថ្វាយគុំសូមជំរាបសួរញាតិធម៌ទាំងឡាយខ្ញុំគណៈខ្ញុំបាទចង់និយាយពាក្យថាសន្តិទ្ធិកោបើនិយាយពាក្យតាមភាសាបាលីនឹងខ្ញុំយល់លោកគ្រូខុសត្រូវលោកគ្រូចាប់ជួយការខ្ញុំថាអានឹងមកពីសាងបបបត្តិទិដ្ឋិកៈទិដ្ឋិកោមិនចឹងលោកគ្រូបាទសាងប្រែថាព្រមទិដ្ឋិកោនោះប្រែថាការយល់ឃើញព្រមនៅក្នុងអរិយសច្ចៈទាំង4ទុក្ខសច្ចៈនិរោធសច្ចៈមគ្គសច្ចៈនិងសមុទយសច្ចៈហើយនៅក្នុងនេះមាននវៈប្រែថា9ហ្នឹងនវៈលោកតរធម៌មានមគ្គ4ផល4និព្វាន1ហើយបើនិយាយនៅក្នុងអត្តន័យរបស់សន្តិទ្ធិកោហ្នឹងសរុបមកបានន័យថាជាព្រះអរិយបុគ្គលដល់ល្បីល្បាញបុគ្គលដែលយល់ជ្រាបនៅពុទ្ធវចនៈយល់ជ្រាបនៅអដ្ឋង្គិកមគ្គទាំង8ហ្នឹងឈ្មោះថាអរិយបុគ្គលអញ្ចឹងមានមគ្គ4ផល4ហ្នឹងនិព្វាន1ហ្នឹងឈ្មោះថាអរិយបុគ្គលមិនអញ្ចឹងលោកគ្រូបាទអានឹងតាមខ្ញុំយល់ហើយបើលោកគ្រូជួយបន្ថែមនៅខ្វះកម្រាបត្រង់ណាមួយសូមលោកគ្រូជួយបំពេញផងសូមអរគុណបាទសាធុអត់មានទៀតទេអត់ឃើញលើកដៃបាទបច្ចវេគណៈញាណហ្នឹងខ្ញុំធ្លាប់ពយល់ដែរការរៀនចិត្តបរមត្តបាទដូចជានៅក្នុងវីដេអូទី55
ចឹងចង់យល់ច្បាស់បច្ចវេកនវិថីហ្នឹងបើកមើលចិត្តចេតសិកក្នុងវីដេអូ55បាទចឹងយើងលើកមកទាំងអស់គ្នាហ្នឹងมันខុសទេនៅក្នុងដំណើរដែលព្រះអង្គសម្ដែងហ្នឹងឯងចឹងយើងក៏បីយល់ទីមួយអ្នកដែលឃើញច្បាស់នៅធម៌ហ្នឹងមានតែព្រះអរិយបុគ្គលចឹងតែឃើញច្បាស់បានហើយដែលថាឃើញច្បាស់នៅធម៌ហ្នឹងលោកបានបញ្ជាក់ថាដោយបច្ចវេកនញ្ញាណចឹងតួបច្ចវេកនញ្ញាណហ្នឹងគឺបានដល់មហាកុសលញាណសម្បយុទ្ធ4សម្រាប់អឺសម្រាប់រិយបុគ្គល3ថ្នាក់ក្រោមហើយមហាកិរិយាញាណសម្បយុទ្ធ4សម្រាប់ព្រះអរហន្តបាទដែលយើងដែលលើញាណ16ហ្នឹងអឺមើល5ខ្ញុំចង់ច្រឡំចំនួនមកជប់អត់ពេល5 8ដង15 15និង4 19ណា19មិន16ទេច្រឡំបច្ចវេកនវិថីហ្នឹងមាន19វេរៈខ្ញុំ share ឲ្យមើលបាទសរុបមកនៅតែចេញពីអភិធម្មទៅដដែលបានរៀនពុទ្ធគុណធម្មគុណនឹងយល់ឃើញណាខ្ញុំ share ទៅ ចាលោកគ្រូឃើញប៉ុន្តែតូចបន្តិចលោកគ្រូ បាទប៉ុណ្្នឹងមិនដែរ ចាចា ហ្នឹងហើយនេះចឹងកុំភ្លេចទៅបើកមើលបន្ថែមវីដេអូទី55ព្រះអង្គសានសុជាបរិញ្ញាណាហ្នឹងហើយព្រោះមានពេលខ្លះខ្ញុំនៅតែពឹងព្រះអង្គសានសុជាដែរណា ខ្ញុំស្ដាប់វីដេអូចាស់ដែរលោកគ្រូ បាទ ដែលឈ្មោះpage របស់អីទេវិចិត្រចឹងណាគ្រូ បាទ ទេវិចិត្រពីណាគេអ្នកកាន់ page ហ្នឹងឈ្មោះទេវិចិត្រហ្នឹងហ្មងគ្រូ គាត់ឈ្មោះទេវិចិត្រណាបងអូនថ្លៃខ្ញុំ ខ្ញុំមកសារមើលហ្នឹងសារស្ដាប់ហ្នឹង បាទ មិនមែនសារអងៃហ្មងគ្រូបាទមិនច្បាស់ បាទខ្ញុំស្ដាប់លោកដែរតាតនេះអង្គុយស្ដាប់ទៅខ្ញុំម្នាក់ឯង ចឹងណាធម្មតាគ្រូមិនមើលយើងវាមិនទៀងតែលោកយៈធរលោកគ្រូថាលោកយៈធរគឺមកទាំងគូទាំងគូគ្រូ បាទ បើមកតែមួយអត់បានទេមិនមែនហៅលោកយៈធរមកតែមាននិន្ទាហ្នឹងខ្ញុំស្ដាប់លោកគ្រូនិយាយចឹង លោកគ្រូអសរឡើយហ្នឹងសុំកាល់ឡើងលើទេលោកគ្រូសុំកាល់ឡើងលើទេ យ៉ាកាំង នឹងមានសភៅដែរតាលោកគ្រូ សភៅចិត្តចេតសិកហ្នឹង នៅទំព័រទីប៉ុន្មានលោកគ្រូ នេះ500ទំព័រទូចវាមានទំព័រទូចទំព័រធំអាទំព័រអានេះខ្ញុំយកតាមទំព័រតូច509 ជាងការព្រះរាជបុគ្គលដែលបានសម្រេចមគ្គផលហើយតែងមានការដឹងប្រកបដោយខ្លួនឯងដោយពាក្យនៅក្នុងព្រះធម្មគុណពោលថាសន្តិតិកោ
ថេកោជាធម៌គឺព្រះរិយបុគ្គលដឹងពិតឃើញពិតដោយបច្ចវេកណៈញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដទៃនោះក៏ទេអាពាក្យលោកប្រែតាមបច្ចេកទេសបាលីរៀងស្ទះសេចក្តីកន្លែងក៏ទេហ្នឹងគឺថាมันអញ្ចឹងទេមិនមែនដឹងដោយស្ដាប់ដោយជឿគេទេគឺដឹងដោយខ្លួនឯងក្នុងវិជ្ជានៃបន្ថែមអញ្ចឹង ណែក្នុងនោះបានបញ្យល់ហើយវាទល់តែមគ្គផលកើតឡើងទៅបច្ចវេកណញ្ញាណហ្នឹងកើតឡើងតាមក្រោយអញ្ចឹងណាបើសិនជាមគ្គផលមិនប្រកបឡើងទេបច្ចវេកណញ្ញាណហ្នឹងក៏មិនអាចកើតឡើងបានដែរបច្ចវេកណៈមានន័យថាការពិចារណាបច្ចវេកណញ្ញាណមានន័យថាបញ្ញាពិចារណាហើយអត់ពិចារណាអីផ្ដេសផ្ដាស់ខុសពីមគ្គផលនៅពេលហើយនឹងកិលេសលះនិងកិលេសសល់ជានិយមរបស់បច្ចវេកណវិថីហ្នឹងអត់មានទៅពិចារណាអីខុសពីហ្នឹងឯងចឹងដូចជាព្រះសោតាបណ្ណបុគ្គលឧទាហរណ៍ថានៅពេលដែលលោកសម្រេចមគ្គនេះមគ្គរួចហើយក៏ផលកើតឡើងចឹងនៅក្នុងវិថីហ្នឹងអ្វីដែលប្រកបមានលោកុត្តរធម៌3មគ្គផលនិព្វានឃើញទេអញ្ចឹងជាទូទៅព្រះអរិយបុគ្គលទាំងអស់នៅពេលដែលសម្រេចមគ្គផលគឺត្រូវតែដឹងខ្លួនព្រោះជាទូទៅមានបច្ចវេកណវិថី3ហ្នឹងអូតូម៉ាទិកជាស្វ័យប្រវត្តិអត់អាចសម្រេចសោតាឲ្យឆ្ងល់ខ្លួនឯងសោតានៅអត់ចឹងទេហើយមានពីណាមករៀបចំថានេះសោតានេះសកតាអត់ទេអត់មានណាមករៀបចំអញ្ចឹងទេអានឹងប្រៀបដូចជាអឺអ្នកជំងឺអញ្ចឹងដល់គាត់ចុកពោះខ្លាំងដល់ពេលគាត់បាត់ចុកគឺគាត់ត្រូវតែដឹងខ្លួនឯងមិនមែនបាត់ចុកឲ្យទៅសួរពេទ្យវិញខ្ញុំបាត់ចុកនៅវាអត់ចឹងទេបាត់ចុកពោះខ្លួនឯងគឺត្រូវតែដឹងច្បាស់ថាបាត់ចុកពោះហ្នឹងហើយហើយដល់ពេលក្នុងកន្លែងហ្នឹង បាទ កន្លែងហ្នឹងអរិយបុគ្គលដែលមានសម័យព្រះអង្គហ្នឹងព្រះអង្គអ្នកដាក់បន្ទុកឲ្យឬមួយក៏មិនព្រោះបានយើងដឹងណាដូចថាលោកយាយវិសាខាអញ្ចឹងសម្រាប់សោតាតាំងពីអាយុ7ឆ្នាំអញ្ចឹងមិនបានដំណើរដឹងបានលោកវិសាអីកាលនោះដោយសារមានព្រះអង្គនៅនិងព្រះអរិយបុគ្គលអ្នកមានបរជិតវិជ្ជាច្រើនលោកអ្នកប្រាប់អូបាទ បាទតែខ្លួនលោកហ្មងលោកមិនដែលដើរប្រកាសទេបាទមានប្រយោគអញ្ចឹងបាទដោយសារភាកច្រើនអាណន់លោកតែងទៅសួរសូម្បីតែមានភិក្ខុឬក៏ឧបាសកណាស្លាប់អីចឹងទៅអាណន់តែងតែសួរតើគតិរបស់គាត់នឹងយ៉ាងណាអញ្ចឹងទៅព្រះអង្គប្រាប់ពីដំណើរផ្លូវចិត្តរបស់គាត់ហើយនឹងគតិរបស់គាត់ហើយបុគ្គលណាជាព្រះអរហន្តព្រះអង្គថាមិនមានបដិសន្ធិទេលោកបរិនិព្វានហើយអញ្ចឹងទៅបានគេដឹងថាអូលោកជាព្រះអរហន្តបាទនិយាយទៅព្រះអរិយបុគ្គលលោកអត់ដែលប្រកាសរឿងលោកសម្រាប់អីបងហ្នឹងហើយបើមានគ្រាន់តែថាលោកឧទានខ្លួនឯងកាលដែលឧទាហរណ៍ដូចពេលដែលលោកសម្រេចទៅលោកសង្វេគអសង្សារវដ្តរបស់លោកអីចឹងណាលោកពោលឡើងថាការអរិយមគ្គមិនតាន់កើតឡើងការត្រេករង្គត់នៅក្នុងសង្សារវដ្តនឹងយ៉ាងនេះពីជាតិមួយទៅជាតិមួយវេទនាតោកយ៉ាឡើងយ៉ាងម៉េចចឹងទៅប៉ុន្តែសរុបទីបំផុតមកលោកដើម្បីអរគុណព្រះអង្គដដែលទេហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំចង់សង្កត់ធ្ងន់ថាពុទ្ធជនយើង
ឆ្លាតប៉ុណ្ណាចេះបីដកយ៉ាងណាក៏អត់មានបច្ចវេកណញ្ញាណនឹងដែរបើមិនតន់ដល់ភាពជាសោតានឹងទី1ហើយទី2បើសិនជាមគ្គផលនឹងកើតឡើងបុគ្គលនឹងអត់ទៅសួរគេទេថាខ្ញុំស្អីហើយអញ្ចឹងណាពីព្រោះអីពីព្រោះសោតាយើងដឹងហើយលះអីលះវិជ្ជកិច្ឆាដាច់ផឹងសេចក្តីសង្ស័យនៅក្នុងគុណបត្រៃរតន៍ហ្នឹងអត់មានអលិញហ្មងណាអស់លីងហ្មងហើយអញ្ចឹងមានត្រូវទៅសួរណាគេបុគ្គលអត់សួរទេប្រៀបដូចជាយើងកាលដែលយើងសិក្សាពីមុខមហូបផ្សំទៅអញ្ចេះវាឆ្ងាញ់ចេះតែអត់តន់ដល់អណ្ដាតហ្នឹងប៉ុន្តែដាក់ដល់អណ្ដាតក្រឹបលេបគ្រឹះអីមិនអាចទៅសួរនរណាថាខ្ញុំឆ្ងាញ់អត់ទេអាហ្នឹងវាមិនវាអញ្ចឹងហើយហើយលេងភ្លក់គ្រូកទៅសួរអ្នកអត់ភ្លក់ថាខ្ញុំឆ្ងាញ់អត់វាមិនត្រូវជាពិសេសការបដិបត្តិធម៌ដែលមិនបានរៀននឹងសហច្រើនទៅសួរអញ្ចឹងបដិបត្តិសួរដល់ខ្ញុំដល់ណាហើយបដិបត្តិសួរដល់ខ្ញុំដល់ណាហើយហ្នឹងហើយសម្បូរអ្នកបដិបត្តិសួរខ្ញុំអ្នកខ្ញុំដល់អញ្ចឹងទៅខ្ញុំដល់ណាឲ្យខ្ញុំអ្នកអត់ទៅធ្វើដោយគាត់ផងឲ្យទៅប្រាប់គាត់រៀនទៅណែចឹងនៅក្នុងមួយបុគ្គលហ្នឹងមានទាំងអស់បច្ចវេកណវិថីវាត្រូវមាន5វិថីប៉ុន្តែมันតែងតែទេដែលมันតែងតែក្នុងន័យថាអ្នកដែលពិចារណាពីវិថីទៀតនេះគឺដឹងថាកិលេសអីខ្លះដែលលះហើយដូចជាទិដ្ឋិដូចជាវិជ្ជកិច្ឆាលោកដឹងថាវាឈ្មោះកិលេសអីដែលលះហើយលោកស្គាល់ឈ្មោះកិលេសលះហើយលោកដឹងអានេះប្រៀបបីដូចជាអ្នកជំងឺចេះថ្នាំចេះប្រភពមេរោគចេះអីស្គាល់អញ្ចឹងណានៅពេលដែលខ្លួនឯងលេបថ្នាំនឹងដែរហើយវាជាទៅដឹងថាមេរោគនេះវាងាប់មេរោគនេះនៅអីចឹងដឹងមានប្រដាប់ពិនិត្យអីខ្លួនឯងចឹងអានឹងប្រៀបដូចជាអ្នកចេះបរិយត្តិធម៌ផងអ្នកឆ្លៀសនៅក្នុងកិលេសបញ្ញត្តិឬថាអ្នកច្បាស់នៅក្នុងបរិយត្តិធម៌ហ្នឹងលោកពិចារណាពីវិថីទៀតដឹងថាកិលេសណាអស់ហើយមួយវិថីទៀតកិលេសណានៅច្បាស់លាស់ប៉ុន្តែបើលោកមិនឆ្លៀសនៅក្នុងឈ្មោះនៃកិលេសហ្នឹងទេលោកពិចារណាថា3ខាងលើទេណាវិថីនេះលោកអត់ទេប្រៀបដូចជាអ្នកជំងឺដែលជាពីរោគប៉ុន្តែមិនដឹងថារោគអីងាប់រោគអីនៅទេណាដឹងតែជាតែមកតែដឹងច្បាស់ត្រឹមជាអញ្ចឹងឬថាដូចជាអ្នកបរិភោគសម្លដែលមិនដូចជាចុងភៅដឹងតែឆ្ងាញ់តែគេផ្សំគ្រឿងអីខ្លះអត់ដឹងទេឆ្ងាញ់តែមកបាទអញ្ចឹងនៅពេលដែលមគ្គផលកើតឡើងនេះនេះប្រាប់ទៀតថាមហាកុសលញាណសម្បយុទ្ធមិនមែនញាណអវិបយុទ្ធទេបញ្ញានៅក្នុងមហាកុសលញាណសម្បយុទ្ធហ្នឹងមួយវិថីនេះឃើញថានេះមគ្គលោកឃើញថានេះមគ្គហ្នឹងលត់មួយវិថីហ្នឹងទៅវិថីទី2នេះកើតឡើងក៏ដឹងថានេះផលដោយបញ្ញាខ្លួនឯងហ្នឹងហើយមួយវិថីទៀតក៏ដឹងថានេះជាព្រះនិព្វានច្បាស់តែម្ដងអត់មាននរណាប្រាប់ទេគឺបញ្ញាដែលកើតនៅក្នុងបច្ចវេកណវិថីហ្នឹងវាដឹងស្វ័យប្រវត្តិតែម្ដងអាហ្នឹងដែលថាឃើញច្បាស់ដោយខ្លួនឯងហ្នឹងគឺมันមានបុគ្គលណាមកប្រាប់ថានេះមគ្គនេះផលនេះនិព្វានអត់ទេអត់មានអ្នកណាមកប្រាប់ចឹងទេគឺឃើញច្បាស់ដោយខ្លួនឯងប្រៀបដូចជាយើងភ្លក់សម្លហើយគឺត្រូវតែពឹងអណ្ដាតខ្លួនឯងដើម្បីដឹងដូចគ្នាដែរបាទលោកគ្រូចំណុចហ្នឹងអាចអញ្ចេះលោកគ្រូអាចអរិយបុគ្គលទាំងអស់ដែលគាត់បានត្រាស់ដឹងហើយគាត់អត់អាចប្រាប់ជាងបានហ្នឹងគាត់មហាកុសលញាណសម្បយុទ្ធក៏ប៉ុន្តែនៅក្នុងឧបេក្ខាលោកគ្រូសមណោះក៏មានឧបេក្ខាក៏មានតែកន្លែងដែលថាលោកមិនអាចមកនិយាយប្រាប់យើងបានគាត់បដិសន្ធិដោយឧបេក្ខាហ្នឹងឧបេក្ខាក៏ដោយសមណោះក៏ដោយស្រេចទៅលើការសមឯងខ្លាំងដូចគ្នាហ្នឹងហើយបាទលោកគ្រូចង់សួរកន្លែងសំនោះគាត់សំអីបានពិចារណាពីខាងក្រោមបានលោកគ្រូ
អានឹងមកពីគាត់ស្ដាប់ច្រើនគាត់ចូលចិត្តសិក្សាច្រើនចូលចិត្តពិចារណាច្រើនបើដូចខាងលើនេះច្រើនណាស់អ្នកបំពេញទានច្រើនសិលច្រើនតែមិនសូវពិចារណាច្រើនតែបុណ្យយូរទៅវាគ្រប់ដែរហ្នឹងហើយតែអ្នកដែលចាអាចពិចារណាខាងក្រោមនេះទៀតសម្បូរអ្នកចូលចិត្តសិក្សា អញ្ចឹងអ្នកពីរខាងក្រោមតើអ្នកឆ្លៀសដែរ បាទឆ្លៀសនៅក្នុងកិលេសបញ្ញត្តិ លោកគ្រូនេះធម្មតានេះយើងបរិកម្មតាមធម្មតាចុះបើអ្នកបានឈានលោកគ្រូបច្ចេកវិធី5ហ្នឹងនៅតែដំណើរការធម្មតាអញ្ចឹងលោកគ្រូ បាទនិយាយរួមត្រូវតែចេញពីឈានមកកើតនៅក្នុងដំណើរមគ្គហ្នឹងធម្មតាដដែលរួចហើយទោះអ្នកមានឈានក៏ដោយក៏មកកាមាវចរៈនេះវិញអញ្ចឹងមកខ្ញុំបញ្យល់ថ្ងៃមុនហ្នឹងទោះបានឈានក៏ដោយអីក៏ដោយដល់ពេលត្រូវសម្រេចមគ្គផលត្រូវលះចោលឲ្យទាំងអស់ហ្នឹងត្រូវមកតាមវិធីហ្នឹងវិញដែរ លោកគ្រូបើអ្នកបានឈានហើយឆ្លៀសក្នុងកិលេសបញ្ញត្តិទៀតគាត់ពិចារណាដល់ចំណុចទី5ហើយដល់ចិត្តគាត់ធម្មតាគាត់ចូលឈានវិញធម្មតាទៅលោកគ្រូ បាទអានេះនិយាយតែពេលដែលសម្រេចមគ្គផលទេដល់តែប្រកដីក្នុងជីវិតរបស់លោកចូលឈានជាអឺលោកយៈចិត្តធម្មតា គ្រាន់តែលោកមិនជាប់ក្នុងការចម្រើនបានឈានហ្នឹងលោកគ្រូ បាទនិយាយទៅរបៀបដូចឥឡូវឧទាហរណ៍ថាព្រះអរិយបុគ្គលលោកមានទ្រព្យលោកប្រើទ្រព្យអត់ជាពាក់តែប៉ុណ្ណឹងអ្នកមានឈានជាព្រះអរិយបុគ្គលជាព្រះអរហន្តហ្នឹងគាត់ប្រើរបស់មានតែប៉ុណ្ណឹងមានហើយប្រើទៅដូចមានដៃមានជើងអញ្ចឹងទៅប្រើវាទៅប៉ុន្តែមិនមែនជាពាក់មួយដៃមួយជើងហ្នឹងទេក្នុងន័យអញ្ចឹងហើយបាទ ចានៅតែប្រើជាប្រយោជន៍ បាទ លោកគ្រូសូមបន្តិចទៀតលោកគ្រូ អូចាចា លោកគ្រូនេះកន្លែងខ្ញុំសួរមិញហ្នឹងថាបដិសន្ធិដែលសមមនោរូបឧបេក្ខាហ្នឹងបើសិនមកលោកមានអានុភាពខ្លាំងដូចគ្នាចុះមិនបានព្រះអរហន្តខ្លះមកបញ្យល់ហើយព្រះអរហន្តខ្លះអត់បញ្យល់ឬគាត់មូលហេតុអី ពាក់ព័ន្ធនឹងការសន្សំ មិនព្រោះអីនៅក្នុងមេរៀនលោកគ្រូថាបើសិនណាបដិសន្ធិដោយសារឧបេក្ខាមានន័យថាមិនសូវប៉ិននិយាយមិនសូវប៉ិនដូចថាវោហាអញ្ចឹង បាទលោកចូលចិត្តស្ងប់ស្ងៀមបើនិយាយក៏និយាយមួយវាមិនសូវហាច់ហៅដូចខ្ញុំ ព្រោះនៅក្នុងមេរៀនលោកគ្រូថាអ្នកបដិសន្ធិដែលសមមនោគឺប្រកែកនិយាយដល់ពេលអ្នកដែលឧបេក្ខាគឺមិនសូវប៉ិននិយាយអញ្ចឹង ហ្នឹងហើយវាមិនសូវចេះធ្វើឲ្យគេសប្បាយមិនសូវនិយាយរួមទៅលក្ខណៈសុខុមល្អិតមួយស្ងៀមប៉ុន្តែបើលោកសន្សំឧបនិស្ស័យក្នុងការបញ្យល់គេក៏នៅតែបញ្យល់បានព្រោះអ្នកខ្លះបញ្យល់មួយអញ្ចឹង បាទបាទ តាមដំណើរមកគាត់អញ្ចឹងតែឲ្យគាត់មកដូចយើងក៏មិនកាត់ទេអាយើងទៅមួយដូចគាត់វិញក៏មិនកាត់ បាទចឹងអរគុណលោកគ្រូ បាទ ហ្នឹងហើយអញ្ចឹងដោយសារនៅក្នុងសង្គមយើងហ្នឹងវាសម្បូរបន្តិចទៅលឺសោតាសោយាយឡើងព្រាប លោកគ្រូចូលពីសួរមួយលោកគ្រូ បាទ ជា ចេះ ស្រ័យ បាទ អីនិយាយពីសម័យព្រះអង្គគង់ធរមាននៅសម័យនោះដូចជាព្រះអានន្ទជាសាវកចំណិតជាងគេមូលហេតុអីបានជាមិនបានត្រាស់ជាព្រះអរហន្តសោតាបណ្ណឬក៏ជាមួយនឹងកសបៈជាមួយនឹងមុខលានជាមួយនឹងសរិបុត្រអីហេតុដល់ពេលដល់សង្កេយនាលើកទី1បានចាប់ផ្ដើមត្រាស់ជាព្រះអរហន្តគេមូលហេតុអីលោកខ្ញុំឆ្ងល់ចេះទី1កាលពីសម័យនោះបើស្ដាប់បានតែមកគាថាឬក៏មកបាទនឹងបានសម្រេចប៉ុន្តែចំណែកឯសរិបុត្រនិងមុខលានហើយបើសុពពុទ្ធជាឪពុកក្មេករបស់ព្រះជាឪពុកក្មេករបស់សទ្ធត្ថមិនមែនរបស់ព្រះទេរបស់សទ្ធត្ថហើយអីដូចជាទេវទត្តជាសច្ចចដូនមួយ បាទហើយស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងផ្ទាល់នឹងហើយអាចអត់បានទៅធ្លាក់នរក
bơ vậy pi mà kia tha là cú đắng sam sắp của man pi ấy nó cú đắng ở con cú là bà បាទសាធុអឺមយេធម្មេហេតុបពវាធម៌ទាំងឡាយកើតឡើងព្រោះមានហេតុ bà បើយើងមើលទៅព្រះអានន្ទ បារមីរបស់លោកក៏វាគ្រប់មួយសែនកាប់មកដែរមិនជាខ្វះអីទេអញ្ចឹងបានលោកបាននៅសោតាតាំងពីជួបព្រះអង្គដំបូងប៉ុន្តែតទៅហ្នឹងលោកជាឃ្លាំងធម៌ហ្នឹងប៉ុន្តែมันអាចសម្រេចអឺ ព្រះអរហន្តបាន បើខ្ញុំពិនិត្យមើលដំណើររបស់លោកមកពីលោកជាប់ជាពាក់មួយព្រះអង្គខ្លាំងបាទ bà ហ្នឹងហើយជាពាក់ស្រឡាញ់ណាស្រឡាញ់ព្រះអង្គខ្លាំងអញ្ចឹងទៅ គិតតែខ្វល់ខ្វាយថែរក្សាព្រះអង្គចេះថែរក្សាព្រះអង្គចុះអញ្ចឹងទៅអានឹងវាបលិពោតដែរធ្វើឲ្យលោកមានបលិពោតដែរ ប៉ុន្តែមិនមែនលោកមិនយល់ទេស្ដាប់ធម៌យល់ទាំងអស់ហ្នឹងប៉ុន្តែដោយសារចិត្តលោកហ្នឹងខ្វល់ខ្វាយតការពារព្រះអង្គអញ្ចឹងទៅណាមើលមកយប់ព្រះអានន្ទដើរក្បែរព្រះអង្គ9 ដងមកយប់ ដល់ជាពាក់ពេកដល់ព្រះអង្គបរិនិព្វានទៅព្រះអានន្ទយំដើរទៅបិណ្ឌបាតហ្នឹងបរិស័ទបាត់ព្រះអង្គទៅយំអានន្ទហ្នឹងក៏យំជាមួយគ្នាអញ្ចឹងទៅមើលទៅលោកជាពាក់ខ្លាំងយំជាងគេជាងឯងអានន្ទហ្នឹង con là cú បាទហើយដល់ទៅទេវទត្តបើយើងមើលហេតុអតីតមកវាមានពីវេរាមកច្រើនតាំងពីរឿងឆ្នាំងមាសតាំងពីរឿងកើតជា ta chỉ លោក dụ បាទជាជក់អីចឹងអាចារ្យសេនកៈអីចឹងវាសំមកបនិស័យពើកែងមួយព្រះអង្គហ្នឹងដល់រហូត gangster ហ្នឹងហើយបើយើងមើលអាហេតុបច្ចុប្បន្នវាសមតែបានសម្រេចមែនណាមកជួបព្រះអង្គមកស្ដាប់អីប៉ុន្តែបើយើងមើលទៅហេតុអតីតសមតែចឹងមែន bà ហ្នឹងហើយដូចនាងចិញ្ចាអីក៏អញ្ចឹងដែរធ្លាប់តែអញ្ចឹងធ្លាប់នាងអមតិដាពីមុនហ្នឹងសំអធ្យាស្រ័យមកអញ្ចឹង តាមពិតបុណ្យលោកច្រើនទេវទត្តប៉ុន្តែអាអាសន្តាននៃការជាប់ជាពាក់សន្តាននៃការលោភលន់ហ្នឹងវាមានយូរហើយជាតិណាក៏លោភលន់អញ្ចឹងដែរខាងកើតជជក់ហ្នឹងក៏មិនមែនសុំទានយករស់ទេសុំទានធ្វើមានហ្មង chưa rồi chưa đâu xảy riêng ra về sinh đó nó cứ chân mà ដោយកាលដែលកើតជាអ្នកចំនួនទៅកុហកពីដូនម្នាក់ដែលគាត់មានឆ្នាំងមាសសុទ្ធពីដូនតាគាត់មកហើយដល់ពេលគាត់អ្នកដើររបៀបដើរទិញអេតចាយណា ជីដូនហ្នឹងគាត់ដាច់លុយគាត់ទៅគាត់គិតថាលក់ដល់លក់ឲ្យប្រមាណក៏ហៅប៉ុណ្ណាដឹងណាដឹងថាហ្នឹងមាសលក់ទៅរាប់សែនក៏ហៅប៉ុណ្ណាប៉ុន្តែពេលទៅប្រអាប់ថាស្ពាន់ឆ្នាំងស្ពាន់ហើយគេឲ្យថ្លៃគេដើរហួសទៅបើមិនលក់ទេខ្ញុំទៅប៉ុណ្ណឹងហើយគប់ជួនព្រះបរមពោធិសត្វអតីតជាតិប្រពុតយើងហ្នឹងទៅជួញតាមសំពៅដឹកពុតខោអាវទៅលក់ទៅជីដូននឹងថាយាយបានអីទិញបើយាយអត់មានលុយផងបើចេះឯងទិញឆ្នាំងយាយទៅយាយបានលុយតិចឯណាឆ្នាំងដល់យកមកគោះមើលកូតមើលទៅស្លាប់ហើយអ្នកម្ដាយឆ្នាំងរបស់អ្នកម្ដាយនេះទោះបីអីវ៉ាន់មកសំពៅហ្នឹងក៏ខ្ញុំមិនអាចមកមានតម្លៃស្មើនឹងឆ្នាំងរបស់អ្នកម្ដាយនឹងបានដែរហ្នឹងហើយបញ្ជាក់ថាមែនណាថាមែនបើអ្នកម្ដាយព្រមឲ្យខ្ញុំឲ្យអីវ៉ាន់មកសំពៅហ្នឹងហើយលុយខ្ញុំមានប៉ុន្មានខ្ញុំឲ្យទាំងអស់ទៀតហើយប្រាប់ត្រង់ទៀតថានៅតែរបស់ខ្ញុំហ្នឹងមានតម្លៃមិនស្មើនឹងឆ្នាំងអ្នកម្ដាយហ្នឹងទេប៉ុន្តែខ្ញុំមានតែប៉ុណ្ណឹងគាត់ក៏ថាអូចឹងចាំឯងយកចោះកុំឯងយកចោះហើយក៏ចេញសំពៅទៅវិញមកជួយមកដងគ្រប់ហ្មងព្រះពោធិសត្វដល់ពេល
tay tạ tê vào tận cái đào mà vĩnh mấy giấy lũ ấy vẫn nắng bỏ rọt của họ này anh nó phải chào dương mình đôi côn dương tê côn dương trăng cho mua dương này anh khơi nhá văn pin nó một tia dương nè côn dương á trăng nè lọ nè côn ná côn côn cao mình nè côn dương chẳng smart trăng cho mua dương năng năng khiêm ao côn khiêm hơi đừng là nói chân tú đừng thời lụ ở rốt từ à cái buông nó sẽ đã và đa xa vào ông rồi tam tròn pì mùi vào ông nhúng vì miền là hay tăng vị đào màu đừng cho ngã chặt lộp luôn ngươi nhé vì vì chó mà màu tê vào toàn nó trong phơ phẹt luôn anh thiệt Này. Còn không ngỗ lực đã vậy ចាលោកគ្រូបើអស់មានសំណួរអ្នកផ្សេងហើយមានគេផ្ញើសំណួរឲ្យសួរលោកគ្រូអនុញ្ញាតអត់ và anh chơi លោកគ្រូតាក់ទងនឹងកឋិនហ្នឹងអ្នកសំណួរសួរផ្សេងទៀតហ្នឹងគាត់យល់ព្រមប៉ុន្តែម្ចាស់សំណួរខ្លះគាត់អត់ទាន់ច្បាស់កន្លែងថាពេលជួនកាលពេលគាត់ជិះទៅដល់វត្តហ្នឹងអាចារ្យគេរៀបចំវេហើយប៉ុន្តែគាត់អត់អាចចូលក្នុងវិហារបានដោយសារជាអៀតទៅគាត់ក៏កាន់ត្រៃនឹងដៃគាត់ឬក៏ដាក់មកគាត់ហើយគាត់ក៏ពោលវេតាមអាចារ្យតើកឋិនគាត់នោះបានអានិសង្សជាកឋិនដែរអត់លោកគ្រូ và nơi từ cái thân chứ ប៉ុន្តែគាត់ថាលោកគ្រូមានឃ្លីបមួយលោកគ្រូថាទាល់តែពោលឮដល់ព្រះសង្ឃគាត់ថាគាត់ពោលមិនឮបើគាត់នៅឆ្ងាយពីវិហារអញ្ចឹង và vì nơi tại nơi lời chế tận à rồi bỏ dưỡng tiền bỏ dưỡng sen vì vì này giờ cầm bỏ lột chẳng á buổi chế tận à dưỡng đo xong để đo xong hai năng ចាឲ្យគាត់ខ្លាចទៅជាចៃបរទានធម្មតាមិនមែនជាកឋិនប្រទាន năng cùng khai ហើយមួយទៀតលោកគ្រូនិយាយពីការបែកចោលពុទ្ធរូបអីចឹងណាហើយគាត់មានមន្ទិលថាជួនកាលរូបថតយើងថតទៅជាប់ពុទ្ធរូបក្រោយខ្នងយើងអញ្ចឹងហើយរូបថតនឹងចាស់ឯលះហែកអីចឹងហើយយើងចង់យកបោះចោលតើគួរប្រើកិច្ចអ្វីកុំឲ្យវាខ្វះការកូនសោចំពោះបៈ រូបថតយកទៅដុតទៅដុតបូជាសំបីតែបកាយរបស់ព្រះអង្គគឺដុតបានចូលសំបីរូបថតដុតបានមិន អូគាត់ថាជួនកាល វា រូប ចប់ត្រឹមសាច់ឈាមព្រះអង្គមែនទេណាបូជាមែនទេ ចាអត់បានគិតដល់កន្លែងហ្នឹងគាត់ថាក៏អត់ហ៊ានណារូបនោះមិនជួនកាលវាខ្ទេចខ្ទីអស់ហើយយើងអត់ហ៊ាន តែយើងដឹងថារូបថតក៏ដោយសំបីស្លឹកពោធិព្រឹក្សក៏ដោយយើងបោះយើងអីចឹងទៅយើងខ្លាចគេដើរជន់យើងយកទៅដុតទៅយើងតាំងចិត្តបូជាទៅកុំឲ្យគេដើរជន់ហ្នឹងហើយ ចាលោកគ្រូ បា អឺ ទ លោកគ្រូសំណួរមួយទៀតគាត់ថាគាត់ធ្វើនៅក្រុមហ៊ុនកសិកម្មប៉ុន្តែគាត់មិនមែនជាអ្នកម្ចាស់ទេគាត់កណន័យប៉ុន្តែកសិកម្មហ្នឹងក៏មានលក់ថ្នាំពុលដែរតើធ្វើឲ្យគាត់ដាច់នៅសមាអាជីវៈដែលថា5ប្រការដែលព្រះអង្គបានចារទុកទេលោកគ្រូ គាត់ធ្វើខាងកណន័យ ចាចា បាទបើគាត់មិនមែនជាម្ចាស់អាជីវកម្មគាត់ធ្វើការយកតែប្រាក់ខែអានោះផ្សេងការងារអីក៏ដោយបើសិនជាយើងនិយាយថាលុយពាក់ព័ន្ធណាការងារណាក៏ពាក់ព័ន្ធដែរឧទាហរណ៍ថាឥឡូវបងអូនដុកទ័រធ្វើពេទ្យព្យាបាលគេទេហើយបើកប្រាក់ខែពីរដ្ឋបានចំណូលមកពីណាខ្លះបានមកពីខាងរុក្ខាប្រមាញ់និងនេសាទក៏មានបានមកពី ការងារក្រុមហ៊ុនសម្រាប់គោលក់ក៏មានថាគ្រប់ច្រកលុយទាំងអស់គ្រប់ច្រកប៉ុន្តែយើងបដោតតែពីរឿងការងាររបស់យើងទេយកតែប្រាក់ខែទេឃើញទេយើងមិនមែនជាម្ចាស់អ្នកកាប់គោនឹងទេ ចាលោកគ្រូបើសិនជាថាគាត់ទោះបីមិនមែនម្ចាស់ប៉ុន្តែគាត់ចង់មកថាក្រុមហ៊ុននោះវាមានភាគហ៊ុនណាគាត់ចង់ចូលជាភាគហ៊ុនអញ្ចឹងហ្នឹងដាច់ឯណាលោកគ្រូសមាអាជីវៈ បើចូលភាគហ៊ុនអាហ្នឹងម្ចាស់
Cho là cô đôi krom hôn lang tì xa về với lụa sờ lật thị xe hồ đa ấy nó là cô bây giờ tên nhà xe nó cái dân đại cho bây giờ là krom hôn nó bật lực nam cô បាទឲ្យតែជាម្ចាស់និយាយរួមទៅឲ្យតែជាម្ចាស់ជាម្ចាស់មានន័យថាជាអ្នកធ្វើជំនួញទេតែបើធ្វើការរកតែប្រាក់ខែអានឹងផ្សេង chẳng bây giờ là thơ áo ăn bánh ha thế bỏ thà cái tờ cái khoác khát lối chạy hay là nó đại chỉ hôn អានេះគេខ្ចីលុយក៏អត់អី nó ដែរ là bạch này là cô គេខ្ចីលុយក៏អត់អីvìយើងអត់ដាក់ហ៊ុនផងគេខ្ចី cho យក là ទៅធ្វើ điên អី đã វា hôn បោះ đã គេ tôn chó chà បាទ bây តែ giờ កាល là ណាយើង điên ដាក់ đã ទុន tôn អា chó ហ្នឹងជាម្ចាស់អាជីវកម្មបាទ chắc đã chạy sao mà វាមិនដាច់សិលអីទេគ្រាន់តែចូលមច្ឆាជីវៈតែប៉ុណ្ណឹង tôi là dân thơ cài krom hôn nó dân tới cho ba sạp krom hôn nó lọt nam cô nó gặp bánh nhà đây là cô dân thơ cài dân tập bạc khai បាទមើលឧទាហរណ៍ដូចនាងប្រពន្ធកុកកដាក់មិត្តប្តីគាត់ទៅបាញ់សត្វតែគាត់រៀបបាយឲ្យប្តីគាត់ធ្វើទៅទូនទីរបស់គាត់ គាត់នឹងចូលរួមបាញ់ណា ăn ở đây một con hòn បាទ chàមួយទៀតលោកគ្រូពេលមុននឹងសម្រាប់ជាមេផលហ្នឹងតាមធម្មតាលោកអ្នកអរិយបុគ្គលខ្លះដូចថាបានសម្រាប់លឿនស្ដាប់លឿនមានអរិយបុគ្គលណាដែលអាចតែឆ្លងកាត់ការដូចថាសមាធិឬក៏អង្គុយដើម្បីបរិកម្មលោកគ្រូមានណា មានច្រើនតាស់ដោយអ្នកខ្លះស្ដាប់ធម៌ព្រះអង្គឲ្យលោកចូលទៅព្រៃ12ឆ្នាំហើយណាបានសម្រេចក៏មានដែរអញ្ចឹងបានបុគ្គលចែកចេញជា4បរិស័ន4ជំពូកដោយផ្កាឈូកក្នុងជលឋានឃើញទេ អញ្ចឹងទី1ហៅថាឧក្ខដេតាញ្ញូស្ដាប់ភ្លាមសម្រេចភ្លាមណាហើយដល់ទៅវិបច្ចតញ្ញូអត់ភ្លាមទេស្ដាប់ហើយរៀនសូត្រចារណាប្រព្រឹត្តតឹងណាបាទអាចសម្រេចបានហ្នឹងហើយទី3ហ្នឹងនៃយបុគ្គលស្ដាប់បានត្រឹមបនិស្ស័យព្យាយាមមិនក៏អត់សម្រេចដែរជាតិហ្នឹងព្រោះវាអត់តន់គ្រប់បច្ច័យ đội dân chẳng tới បាទតែសំលោកប្រៀបជាមួយផ្កាឈូកដែលដូចជាឧក្ខដេតាញ្ញូគឺផុតទឹកមកហើយគ្រាន់តែប៉ះពលឺព្រះអាទិត្យមករីកបដ chà ហ្នឹងហើយមួយទៀតហ្នឹងទៅផុតទឹកតិចពេលព្រឹកអត់តន់រីកទៅរីកថ្ងៃត្រង់អាចដល់ថ្ងៃត្រង់ឬថ្ងៃអាសៀលបានរីកក៏មានដែរហើយដល់នៃយបុគ្គលប្រៀបដូចជាការឈូកដែលលូតនៅក្នុងទឹកកឡើយហ្នឹងហើយអញ្ចឹងព្រះអាទិត្យថ្ងៃហ្នឹងមិនអាចរីកបានទេព្រោះអត់តន់ផុតទឹកផងនៃយបុគ្គលហ្នឹងដូចពួកយើងឯងពុនសំហ្នឹងឯងមិនដឹងថាវាផុតអត់ទេនឹងលិចទៅវិញក៏មិនដឹងហើយដល់ទីមួយទៀតហៅថាបតិបរមៈបុគ្គលនោះប្រៀបដូចជាទឹមដោះក្តៀងទៅដោះក្តៀងហ្នឹងវាច្រើនតែត្រូវចំណីត្រីនឹងដើកក្នុងទឹកហ្នឹងប្រៀបដូចជាបុគ្គលដែលមិនប្រកបសេចក្តីព្យាយាមមិនមានសេចក្តីជ្រះថ្លាធ្វើល្អដែរលិចដែតអញ្ចឹងណាតែឲ្យមានសទ្ធាជ្រះថ្លាពិតប្រកបក្នុងធម៌អត់មានទេបុណ្យក៏ធ្វើឈើក៏កាប់ស្រាក៏ស្លាប់សត្វ anh đang nơi du nông sang xa rồi đấy lục ru បាទវាច្រើនតែត្រូវដណ្ដើកស៊ីដណ្ដើកហ្នឹងគឺជាតួនៃអកុសលដណ្ដើកក្តីត្រីក្តីដែលស៊ីហ្នឹង chẳng miền đại dương mà giang hay sắc xa điên số lục ru thành nó tập trời điên nhom bị cha nè cho nên đó nó nơi tập trời điên ត្រូវបើមិនរៀនទេគ្រាន់តែនិយាយសន្តិតិកោយើងមិនយល់ដែរយល់មិនបានទេបាច់ ban là sốt រៀន qua ដឹងទេពួកពេលយើងត្រូវយល់អង្គធម៌តួស្អីអ្នកវិចារណាហ្នឹងគឺតួមហាកុសលញាណសម្បយុទ្ធនិងមហាកិរិយាញាណសម្បយុទ្ធ
ហើយកាលណានិយាយពីមហាកុសលញាណសម្បយុទ្ធអភិធម្មនឹងឯងទៅយល់ស្អីមកធ្វើអាហ្នឹងឲ្យយល់អត់បានប៉ុន្តែបើអរិយបុគ្គលហ្មងមិនបាច់ក៏បានដែរមិនបាច់មកស្ដាប់ពយល់ឲ្យលោកដឹងតែហ្មងប៉ុន្តែសំខាន់យើងវាមិនមែនអរិយបុគ្គលហ្នឹងមិនត្រូវរៀនហ្នឹង អញ្ចឹងអង្គធម៌នោះលោកគ្រូមុនសម្រាប់ក៏មហាកសលញាណសម្បយុទ្ធសម្រាប់ឲ្យការពិចារណាទាំងឡាយក៏ចូលនៅមហាកសលញាណសម្បយុទ្ធ បាទត្រូវហើយខ្វះមហាកុសលញាណសម្បយុទ្ធមិនអាចញ៉ាំងមគ្គផលឲ្យកើតបានទេ នៅតែជាមហាកសលអរគុណលោកគ្រូអ បា រ ទ គុណ សាធុហ៊ីមសុគីម ចាជំរាបសួរលោកគ្រូនិងជំរាបសួរធម្មមិត្តទាំងអស់លោកគ្រូឆ្ងល់កន្លែងលោកកត្រៈ4ហ្នឹងកន្លែងលោកកត្រៈធម៌ហ្នឹងសំដៅលើតមៈ4ផល4និព្វាន1លោកគ្រូចុះកលៈអធិបាតធម៌4ឥន្ទ្រី4អីហ្នឹងរាប់បញ្ចូលដែរអត់ អាហ្នឹងហៅថាពោធិបក្ខយធម៌អង្គធម៌ជាគ្រឿងត្រាស់ដឹងអញ្ចឹងណា ចា បាទរាប់តាំងពីលោកយៈឡើងទៅប៉ុន្តែវាជាផ្លូវទៅរកការត្រាស់ដឹងដូចសតិប្បដ្ឋាន4ជាដើមហ្នឹងចូលនៅក្នុងពោធិបក្ខយធម៌មានន័យធម៌ជាចំណែកនៃការត្រាស់ដឹងឬថាធម៌ជាមគ្គបដិបទាទៅកាន់ការត្រាស់ដឹង ចាលោកគ្រូអញ្ចឹងកន្លែងហ្នឹងរាប់យកតមៈ4ផល4និព្វាន1ហ្នឹងលោកគ្រូ បាទ ចាចុះកន្លែងមួយទៀតលោកគ្រូកន្លែងបច្ចៈវេកណញ្ញាណហ្នឹងបច្ចៈកន្លែងហ្នឹងប្រែតែ5ណាលោកគ្រូ បច្ចវេកណៈប្រែតែការពិចារណា ប្រែរួមក៏ដោយគឺការពិ បាទ ចារណា នឹងការពិចារណា ការពិចារណាត្រង់កន្លែងពិចារណាឃើញមគ្គឃើញផលនិព្វានអីហ្នឹងណាលោកគ្រូ បាទត្រូវ ចាអរគុណច្រើនលោកគ្រូជម្រាបលាលោក បាទ គ្រូ សាធុតោះបងដុកទ័រ លោកគ្រូសូមភ្ជាប់តាំងសំណួរបងហងងកន្លែងកឋិនលោកគ្រូសូមបញ្ជាក់លោកគ្រូបន្តិចថាកឋិនហ្នឹងជាព្រះអង្គដាក់បញ្ញត្តិមកឬមួយក៏ជាប្រពៃណីទេ វិន័យកម្មព្រះអង្គអ្នកអនុញ្ញាតតែម្ដងប៉ុន្តែគ្រាន់តែសម័យព្រះអង្គអនុញ្ញាតហ្នឹងมันបានកំណត់ឲ្យវាកក្រឹកកក្រែងអីខ្លាំងថាត្រូវតែអឺត្រៃធំត្រូវតែលៀងអីទេអត់ទេប៉ុន្តែដល់ខ្លាយជាប្រពៃណីយើងថាកឋិនត្រូវមានត្រៃធំមួយលៀងពីរបាតឈើច្រត់អីចឹងតែអាហ្នឹងខ្លាយជាប្រពៃណីហ៎ ប៉ុន្តែកាលដែលព្រះអង្គអនុញ្ញាតខាងដើមនោះគឺថាសម្ពុតល្មមធ្វើតែស្បង់មួយឬក៏សង្ឃដីមួយឬក៏បយវរមួយបានអាហ្នឹងតិចបំផុតណាច្រើនមិនកំណត់អាចនាំទៅធ្វើកឋិនបាន ដោយសាររដូវហ្នឹងរដូវភ្លៀងឬមួយយ៉ាងម៉េចលោកគ្រូបានជា អញ្ចឹងត្រូវយល់ពីប្រវត្តិបន្តិចថាការអនុញ្ញាតកឋិនគឺដើម្បីឲ្យភិក្ខុសង្ឃហ្នឹងលោកស្រាលពីអាបត្តិ5ជាធម្មតាព្រះសង្ឃលោកអ្នកត្រួតត្រងនៅតិជ័យវរៈហ្នឹងគឺជាវរ3ហ្នឹងលោកនិមន្តទៅណាមកណាលោកតែងតែយកត្រៃជីវរហ្នឹងតាមមិនអាចទុកចោលនៅកន្លែងបានទេកាលណាទុកចោលនៅកន្លែងក៏ត្រូវទោសដែរព្រោះនៅឆ្ងាយពីលោកមិនបានថែរក្សាឲ្យបានល្អហើយមូលហេតុដែលមិនអាចទុកបានហ្នឹងដំបូងឡើយក៏ដោយសារទុកចោលទៅចោលបលួចអីចឹងណាបានព្រះអង្គឲ្យយកតាមហ្នឹង ចឹងដល់វាកើតឡើងជាសិក្ខាបទហើយចឹងត្រូវតែយកតាមហើយសម័យថ្ងៃមួយពួកភិក្ខុដែលជាកូនរបស់ស្ដេចកោសលដែលបួសតាំងពីព្រះអង្គទៅតែបានត្រាស់ដេញតាមស្រីហើយជួបព្រះអង្គហើយក៏បួសបានសម្រេចមគ្គថ្នាក់ក្រោមជារិទ្ធបុគ្គលថ្នាក់ក្រោមហ្នឹងបន្ទាប់ពីស្ដាប់ធម៌ព្រះអង្គទៅក៏ចូលទៅសំណាក់នៅក្នុងព្រៃហ្នឹងអស់ច្រើនឆ្នាំហើយក្រោយមកក៏នឹករលឹកព្រះអង្គចិត្តដល់រដូវភ្លៀងហ្នឹងក៏និមន្តមកមុនមកមិនតាន់មកជួបព្រះអង្គក៏ដល់ថ្ងៃចូលវស្សាដល់ថ្ងៃចូលវស្សាលោកក៏ចូលវស្សានៅអារាមតូចមួយនៅតាមផ្លូវហ្នឹងចឹងខកខានមិនបានមកហើយដល់ពេលចេញវស្សាហ្នឹងក៏លោកមកស្ពាយនៅត្រៃជីវរមកតាមខ្លួនទាំងអស់ប្រដាប់ប្រើប្រាស់ហើយចឹងទៅទឹកដើរឆ្លងទឹកឆ្លងអីវាពិបាកចឹងណាទៅបានមកជួបព្រះអង្គចឹងទៅ
អង្គក៏សួរសុខទុក្ខអីសពគ្រប់ទៅបានព្រះអង្គពិចារណាថាបើតថាគតអនុញ្ញាតកឋិនហ្នឹងដល់ភិក្ខុទាំងឡាយតាំងពីយូរមកម្លេះសំភិក្ខុទាំងអស់នេះលោកមិនពិបាកក្នុងការធ្វើដំណើរទេហ្នឹងហើយអាចទុកជីវរខ្លះអីនៅកន្លែងអីចឹងទៅបានព្រះអង្គអនុញ្ញាតថាភិក្ខុអ្នកមានប្រសានៅរួចហើយ3ខែហ្នឹងគឺមានសិទ្ធិក្នុងការទទួលកឋិនហើយរួចទទួលកឋិនហើយនឹងសម្រេចបាននៅអានិសង្ស5ហ្នឹងហើយមានអនាមន្តចារោគេក្រាកឋិនហើយហ្នឹងឧទាហរណ៍ថាលោកចង់ចេញទៅណាមកណាមិនបាច់លាភិក្ខុផងគ្នាក៏បានដែរព្រោះធម្មតាអត់មានអានិសង្សកឋិនចេញទៅណាអត់លាគ្នាអត់បានទេត្រូវបាត់ទៅគាត់ បាទ ប៉ុន្តែរបៀបលាហ្នឹងចេះទៀតបើសិនជាលោកនៅតែឯងអីមិនបាច់មានអានិសង្សកឋិនចេញទៅណាក៏មិនបាច់លាពីណាក៏បានអត់មានភិក្ខុផ្សេងផងឬក៏មានភិក្ខុដទៃដែរតែលោកកលេចមើលជុំវិញខ្លួន12ហត្ថក្នុងរង្វង់ហ្នឹងលោករៀបតែចេញទៅហើយរង្វង់ប៉ុណ្ណឹងអត់មានភិក្ខុណានៅចិត្តលោកក៏ទៅដោយមិនបាច់លាបានដែរតែបើមានអ្នកនៅចិត្តហ្នឹងឲ្យទៅអត់លាអាហ្នឹងមិនត្រូវទោសតែបើបានអានិសង្សកឋិនឲ្យទៅមិនបាច់លាក៏បានដែរវាមានល្អិតល្អន់នៅក្នុងហ្នឹងទៀតហើយអសមាទានអាចារោអឺមិនសមាទាននៅត្រៃជីវរទាំងអស់ជាប់ខ្លួនរហូតក៏បានដូចកន្លែងមិញហ្នឹងហើយមួយទៀតយាវតតចេវរបាតោសោនេសង្ឃវិសតិអីហ្នឹងមានសិទ្ធិទទួលនៅអានិសង្សលាភទោះបីកើតច្រើនប៉ុណ្ណាដល់សង្ឃហ្នឹងលោកមានសិទ្ធិទទួលបានអីចឹងដែលជាអានិសង្សនៃការចាំភាសាហ្នឹងចឹង លោកគ្រូអញ្ចឹងគោលបំណងកឋិនហ្នឹងគឺដូចសំដៅទៅលើតែស្បង់ជីវរលោកគ្រូក្នុងជីវរបច្ច័យអីចឹង បាទអានោះតា ចុះបើករណីឧទាហរណ៍ទៅដូចខ្ញុំអញ្ចឹងមិននិយាយទៅគឺអត់យល់អីទាំងអស់ហ្មងរឿងបញ្ហាហ្នឹងគ្រាន់ថាបើកាលណាយើងទៅមានស្បង់ជីវរបានលុះត្រាតែយើងមានលុយទៅទិញហើយបើគណៈថាក្នុងពេលកឋិនហ្នឹងឧទាហរណ៍ថាយើងបវរណាទៅចៅអធិការហ្មងថាឥឡូវខ្វះខាតអីក្នុងរដូវកឋិនឬមួយក៏យើងអាចថាប្រគិនជាបច្ច័យឬក៏ជាលុយចឹងហ្មងអីកើតទៅលោកគ្រូរួមមួយក៏ខុសវិន័យរបស់កឋិនគ្រូ យើងមានរបស់ផ្សេងរបស់ប្រើប្រាស់ផ្សេងមានឆាត់កតេលភួយខ្នើយសាដកអីសពគ្រប់ហ្នឹងដែលយើងអមទៅតាមជាមួយនឹងជីវរកឋិនហ្នឹងយើងហៅថាអានិសង្សលាភបាទអញ្ចឹងបានបើពេលដែលធ្វើហ្នឹងលោកវេថាអ៊ីម៉ាំងកឋិនជ័យវរាំងសានិសង្សੰមានន័យថាខ្ញុំព្រះអង្គទាំងឡាយខ្ញុំម្ចាស់ទាំងឡាយហ្នឹងសូមវេនៅកឋិនជ័យវររួមមួយលើដោយអានិសង្សលាភមានន័យថាជាបរិវាររបស់ត្រៃជីវរហ្នឹងណាបាទហ្នឹងហើយអត់អីទេអាហ្នឹងលោកអាចទទួលបានយល់ទៅតាមសិក្ខាបទមួយថាយាយតតជ័យបរបាតោសោនេសង្ឃបវិសតិមានន័យថាលៀបណាដែលកើតចំពោះសង្ឃពេលហ្នឹងវិខអ្នកចាំភាសាលោកមានសិទ្ធិទទួលអញ្ចឹងណាបាទប៉ុន្តែស្អីដែលជាមូលរបស់កឋិនគឺស្បង់ស្បាយត្រៃជីវរហ្នឹងឯងបាទបាទជឿវត្ថុកឋិនសំទៅមូលរបស់កឋិនគឺសង្ឃហើយវត្ថុរបស់កឋិនគឺត្រៃជីវរចឹងអរគុណលោកគ្រូបាទអត់សំណល់បាទអូយម៉ែសុកចាជំរាបសួរលោកគ្រូនិងធម្មយាទឹកអាចាលោកគ្រូបងខ្ញុំនៅភ្នំពេញគាត់ឃើញពេកលោកគ្រូថាមកធ្វើសមាកឆាននៅទលេបស័កថ្ងៃ13នោះហើយគាត់ចង់ចូលរួមតែចុះឈ្មោះតាមណាលោកគ្រូឃើញគេ share ឲ្យតាចាំមើលចាំកឋិននៃរដ្ឋហើយចាំខ្ញុំ share ដែរកុំឲ្យច្រឡំគ្នាហ្នឹងហើយតើកឋិនឲ្យបានចាំ share ដាក់ថ្ងៃដាក់កន្លែងចុះហើយចុះលោកគ្រូក្រុមការងារចាប់ផ្ដើម share បដាហើយបាទបើខ្ញុំមិនតាន់ share ដោយសារគីឡូបរិស័ទច្រឡំខ្ញុំ share តាមមតនៈខ្ញុំអាចបានទៅមនីរតតែគាត់អត់បានទៅគាត់ចាំជួបលោកគ្រូនៅទលេបស័ក
បាទ ចាលោកគ្រូអរគុណអត់មានសំណួរអីទេបាទស្ដាប់លោក ចាំមើលតែកថានីរដ្ឋហើយខ្ញុំ share ហ្នឹងហើយចាំចុះឈ្មោះចាស់កន្លែងមានកំណត់ ហើយអាហ្នឹងកន្លែងមានកំណត់ទៅចុះឈ្មោះមុនណាលោកគ្រូចុះមុន បាទហ្នឹងហើយព្រោះក្នុងហ្នឹងព័ត៌មានខ្ញុំឃើញក្រុមការងារគាត់ធ្វើថាចុះឈ្មោះឲ្យបានមុនថ្ងៃហ្នឹង5ថ្ងៃណា ចប់ថ្ងៃ5តែមិនដឹងតែអត់ទាន់ដឹងថាទៅចុះរបៀបណានៅមិនទាន់ដឹង ចុះចូលតាម link Telegram ចូលទៅក្នុងហ្នឹងហើយឲ្យលេខទូរស័ព្ទអីចឹងទៅគាត់ស្រង់ ចូល យក លេខរាមអភិធម្មលោកគ្រូហ្នឹងមែនលោកគ្រូ គាត់បង្កើត group សាមសជាផ្សេងមួយទៀត ចឹង ចុចតាម link ដែល share ហ្នឹងទៅវាចូលទៅចាំមើលចាំខ្ញុំ share ឲ្យតែកថានីរដ្ឋហើយខ្ញុំ share មក ចាអរគុណលោកគ្រូគាត់ចង់ថាមានពេលទៅខាងហ្នឹងចាអរគុណ បាទ ជំរាបលាលោកគ្រូ ហើយមានពេលជួបគ្នា2ថ្ងៃ16ក៏បាន16មិនបាច់ចុះឈ្មោះចុះអីទេអាហ្នឹង free អានោះក៏ free ដែរបើខ្ញុំគាត់ថាធ្វើឲ្យវារៀងមានរបៀបរៀបរយអញ្ចឹងអត់មានចុះឈ្មោះយកលុយកាក់អីទេ ក្នុងវិធីអញ្ចឹងមើលតែរបៀបម៉េចអីចឹងអត់ដែលចូលលោកគ្រូ បាទនៅកន្លែងនោះគាត់គាត់ចង់រៀបឲ្យវាមានរបៀបកំណត់ភ្ញៀវបានអញ្ចឹងសំណុករៀបចំឲ្យមានរបៀបរៀបរយ ចាចា ហ្នឹងហើយបាទ ចាអរគុណលោកគ្រូចា បាទហើយថ្ងៃ16នៅផ្ទះបងតូនៅបង្កើតតលេភ័យលៀបឯងបូរី លៀប ភ្លេចឯង ចាលោកគ្រូ មាននៅថ្ងៃទី10នៅផ្ទះលោកគ្រូពេទ្យយីមួយទៀតណាលោកគ្រូ ទី10នៅផ្ទះលោកដុកទ័រនៅមើលផ្សាយពាណិជ្ជកម្មតិចមកធ្វើអីខ្លះហ្នឹងនោះ ថ្ងៃហ្នឹងកម្មវិធីជួបពុទ្ធបរិស័ទមានតែថ្ងៃម៉ោងចាប់ពីម៉ោង2ឬម៉ោង2ដល់ម៉ោង5ឬក៏ម៉ោង6អីទៅព្រោះអីពេលលោកគ្រូថ្ងៃហ្នឹងលោកគ្រូសម្រាប់នរណាពេលដែលចេញពីផ្ទះខ្ញុំលោកគ្រូសម្រាប់នរណានៅផ្ទះពោធិ៍តុងមែន ថ្ងៃជប់មើលទៅ សំខាន់ខ្ញុំក៏មានទីតាំងដែរបើអញ្ចឹងមើលថាប្រសង់សម្រាប់នៅផ្ទះខ្ញុំអាហ្នឹងខ្ញុំរៀបចំតែបើប្រសង់ថាគាត់ទៅគង់នៅផ្ទះនៅពោធិ៍តុងអាហ្នឹងចិត្តចឹងតែខ្ញុំថាពេលហ្នឹងចាំពេលដែលមកជួបគ្នាចាំនិយាយតែដល់ពេលលើនិយាយ អត់អីឥឡូវថារឿងស្នាក់នៅទុកសិនចាស់ម៉ោងប៉ុណ្ណាប៉ុណ្ណឹងចាស់អី បាទម៉ោង2ទៅចាប់ផ្ដើមជួបពុទ្ធបរិស័ទហើយអត់មានកម្មវិធីអីធំដុំទេលោកគ្រូគ្រាន់ថាសន្ទនាធម៌ហើយយើងហូបអាហារជុំគ្នាពេលល្ងាចតែប៉ុណ្ណឹងហើយចំពោះ យកទៅគាត់ត្រូវយកទៅហូបខ្លួនឯងឬក៏យើងមានទទួល ខ្ញុំទទួលត្រឹមអាហាររបស់ខ្ញុំមានត្រឹម200នាក់លោកគ្រូ បាទ អូប៉ុណ្ណឹង ហើយបាទហើយបើសាមានលឹះហ្នឹងអត់ខ្វះទេនៅមុខផ្ទះច្រើនកន្លែងលក់មកមិនមែនអត់អីលោកគ្រូហើយរីករាយនឹងទទួលបងប្អូនពធទាំងអស់តែគ្រាន់ថាកម្មវិធីពេលព្រឹកជាលក្ខណៈគ្រួសារទេជាមួយក្រុមញាតិពធ19អង្គនាក់ហើយនឹងជាមួយនឹងគ្រួសារខ្ញុំផ្ទាល់អញ្ចឹងមានពិធីសង្ឃទានបន្តិចហើយហូបបាយជុំគ្នាពេលថ្ងៃហ្នឹងបន្តិចបន្ទាប់មកលោកគ្រូសម្រាប់ហើយបានទទួលជួបញាតិពធម៉ោង2ហ្នឹង បាទ លោកគ្រូពេទ្យជីមថាលោកគ្រូភាសាបាញ់បន្តិចមិនន័យថាកុំឲ្យឆ្អែតហ្មិចហ្នឹង កុំឲ្យឆ្អែតពេក អនដល់កើតបងសុំ20ឆ្នាំពេញមកក៏នឹងបងបានទៅដែរ ថាម៉េចបងថាម៉េច អបងសុំ20ឆ្នាំអូនពេញមកក៏នឹងថ្ងៃហ្នឹងបានទៅដែរ នៅ ចាំ ភូ គៀក មិ ហ្នឹងចាំតម្លាក់ ក្លិ ស័យឋានបងចាំគៀកហ្នឹងទៅតម្លាក់ស័យឋានឲ្យនៅក្នុងគ្រូពេញ ចាចាំទៅ កុំឲ្យច្រឡំគ្នាដោយលោកគ្រូមានប្រសាសន៍មិញថាកុំឲ្យច្រឡំគ្នាតាមមួយឥឡូវតែបងតោឲ្យទៅមនីរតចាប់ពីហ្នឹងបន្តទៀត បើខ្ញុំអត់បានចូលរួមទេមើលទៅ ថ្ងៃ30វត្តវរិនព្រែកលៀប
mà bật cái này khổ ngày xàm sập năng này khổ តាមសឹកចាមកចង្ហាន់ហើយថ្ងៃអាសៀលនឹងចប់ហើយ chẳng mấy តាំង này ពី khổ ព្រឹកទៅ để ចាប់ពី ra ព្រឹ chứ កទៅចាម៉ោង8ទៅ con này khổ từ tuôn chẳng han trôi ta phải trái này khổ ngày ចា xàm ខ្ញុំ sập រៀបចំចង្ហាន់ទៅអ្នកណាចង់ជួយចូលក៏ចូលមិនចូលក៏ ចា ហីទៅមិនអីទេ chẳng nó âm nhiệt thua tao khla này phun mấy nó chẳng ចា qua នាំ lên ទៅអូនចាហើយទៅស្ដាប់ tay លោកគ្រូទៅ cha tay khoản thai chẳng ban xuân này khổ hái cái từ tuôn chẳng chẳng han sẽ tam té rồi có vừa អត់ nọc ទេ tới ខ្ញុំចាត់ចែងហ្មង cha cha ព្រោះលោកចង់គោឡើងភ្នំលោកគ្រូគោឡើងភ្នំ Nhanh mà លោកក្មេងៗលោកចង់គោឡើងភ្នំអញ្ចឹងឡើងភ្នំឲ្យលោកអើប៉ុន្មាន អ្នកគ្រូចាត់ចែងចាំខ្ញុំចូលតាមហ្នឹងណាអ្នកគ្រូ ចាអត់អីទេចា ចាំអ្នកគ្រូតម្លាក់នេះមកខ្ញុំចូលទៅវេតាមហ្នឹងអ្នកគ្រូ ចាអត់មានអីខ្ញុំអត់មាន ABA អីទេខ្ញុំអត់ប្រើអីទាំងអស់សងៃប្រើតែផុសកូន ចាំតនោះយកធុងដាក់នៅវត្តណាអ្នកគ្រូ អត់ល្អមើលដូចគៀសអញ្ចឹងអើយចេញមកម៉ោង5ហើយមកក្រោយគេថ្ងៃរៀនអញ្ចឹងខ្ញុំមកអត់ទាន់ទេ ហើយគោនឹងប្រហែលជាអស់គោមួយឯងលោកគ្រូប្រហែលហើយ Ồ Thôm mà អើចុះលោកចិត្ត200ហើយលោកគ្រូគិតមើល ហើយនៅភ្ញៀវពុទ្ធបរិស័ទយើងមួយចំនួនទៀត គ្រូព្យាករដឹងគ្រូខែ11ហ្នឹងភ្លៀងហ្នឹងគ្រូ Chăm ba Google mà dân ព្រោះបើភ្លៀងមែនពីបហើយ Chăm ba Google mà đăng តាមចៃលោកគ្រូពេទ្យ អាស្រ័យមុន ទៅ លោកគ្រូ អ បា ស់ ន ហើយមិនអីទេខែ11 មានដាំចក្រីឡើងលើទេ ភ្លៀងដល់ថ្ងៃ Xưa đây đâm được kỳ lần rồi. này khổ ខែ ngày xàm 11 cái này khổ ខែ ấy 11ហ្នឹងក៏ធ្លាក់ខ្យល់ហើយ ngày sắp khai đọc tá này khổ ấy khang này khổ ចា30ខែ10 cha nó quạt phải liêm nâng mỏ à ចាវត្តព្រែករៀប cha cha លោកគ្រូនៅមានអ្នកលើកដៃមិនទាន់ឆ្លើយសំណួរអស់ហើយលោកគ្រូសូមបន្តសំណួរ លើ Bà cô tới nẹ lực đài sân cho mai sóc chậm nữa chọc ai lục khổ chọc ai Và chân chơi Xuân đi nguồn Và Chị ăn mình nhụt Bà chơi ต้องមានសួរលោកគ្រូនិងបងប្អូនមានប្រធានអស់មិនមានសំណួរសួរច្រើនដល់ភ្លេចអស់ចង់ភ្ជាប់នឹងរឿងកឋិនបដែហ្នឹងបងលោកគ្រូថាថ្ងៃកឋិននៅផ្ទះបងតូហ្នឹងសុកមុនហ្នឹងខ្ញុំក៏បានទៅដែរប៉ុន្តែខ្ញុំចង់ដូចថាផ្ញើទៅលោកគ្រូហ្នឹងដើម្បីបានអានសងផលនឹងពាក់កណ្ដាលជាមួយលោកគ្រូហើយទៅខែទៅវិរដ្ឋហ្នឹងក៏បានទៅដែរទៅបានប្តីជូនទៅដែរមួយកូនមួយចៅអីច្រើន តែមានបំណងចង់ជូនចាទៅមានបំណងចង់ជូនត្រៃហ្នឹងត្រឹមតែលោកគ្រូនៅផ្ទះបងតូហើយចាំទៅដល់នោះខ្ញុំខោសាផ្សេងទៀតចាហើយមួយទៀតខ្ញុំមានចម្ងល់ថាកឋិនហ្នឹងគឺយើងធ្វើដើម្បីតែដូចថាជាបច្ច័យឬជាអ្វីទាំងអស់ដែលថាបានមកពីកឋិនហ្នឹងសម្រាប់តែប្រសង់ឬក៏យើងត្រូវការយកទៅសងដូចថាសាងសង់ប្រជាឬក៏សាងសង់អ្វីផ្សេងទៀតអីចឹងបងទៅលោកគ្រូ Bà nâng sạch dương mà chạc tiên này Chẳng á Phần này tự đào thống cứ bà xong Phần tay Rì thạ vì ca ấy nâng dương Chặt chành Chẳng bàn thà khăn program ấy đưa có dương bà cá Ở vì chứ bà hẹp nẹ để cho rùm cho mùa dương thà Đừng bay về bóng bay trai cho vô bà kênh bà xong Rì thạ vì ca để cạt lang nâng mùi chùm nấy dương bà nà bà sống 20 chùm nấy dương co sang ấy chân tới dương bảo bà tới về ở đại tề
ពួកអីមានញាតិមិត្តនៅក្បែរខាងហ្នឹងគាត់បានទៅដែរគាត់ដូចថាចង់សួរអីឲ្យដឹងអញ្ចឹងខ្លះអញ្ចឹង បា ណា ទ លោកគ្រូ បាទ ចា៎ហើយមួយទៀតចង់សួរលោកគ្រូថាចេះដូចថាយើងអត់មានគាត់មានចេះធម៌ចេះអាឬក៏ចេះស្អីជ្រៅជ្រះហ្នឹងហើយយើងសមាធិតាមលោកគ្រូព្រះអង្គសំព្រះអង្គ សំម នេះ ន្ទឿន ហ្នឹងតែឥឡូវព្រះអង្គសគត់ទេដែរសំមន្ទឿនតែឥឡូវព្រះអង្គសគត់ហើយដូចថាយើងសមាធិតាមព្រះអង្គទៅដូចថាគាត់ដឹងថាដង្ហើមចេញចូលហើយនឹងមានប៉ះទុកនឹងផាសៈនឹងចំោះនៅអីនៅយើងអញ្ចឹងយើងដឹងតែប៉ុណ្្នឹងអញ្ចឹងតែវាមានมันមានអីទេលោកគ្រូมันប៉ះពាល់អ្វីទេគាត់យើងធ្វើ មានអីឲ្យតែយើងមានគោលដៅច្បាស់លាស់ហើយកុំភ្លេចរៀនថែម ចាអាហ្នឹងយើងដូចថាលោកនៅពេលសមាធិហ្នឹងលោកតែងតែឲ្យអាវ៉ាតយើងតែថាត្រូវធ្វើមិនថ្មិចអញ្ចឹងយើងធ្វើតាមបានហើយដល់ បា ពេល ទ ធ្វើទៅអារម្មណ៍ដូចថាមានអារម្មណ៍ថាសុបាយចិត្តមួយរយៈមួយមុនហ្នឹងតាមពីខ្ញុំងើបពីឈឺមកហ្នឹងគិតច្រើនពេកដល់ចឹងទៅខ្ញុំធ្វើអញ្ចឹងទៅអារម្មណ៍ស្ងប់ហើយធ្វើបានយូរទៀតព្រះអង្គហើយខ្ញុំលោកគ្រូហើយខ្ញុំថតមើលខ្លួនឯងទៅគឺអត់មានធំអីបានយើងចូលយើងបានល្អណាស់ហើយ បាទ ជាចាស់ចាស់ក៏ថាអត់តាន់ទាំងចេះធွာចេះអីមានសិលមានអីហ្នឹងទៅធ្វើអញ្ចឹងតិចខុស4ខុសអីបាបទៅអីណាទៅមិនញ៉ៃញ៉ៃអញ្ចឹងទៅមួយរយៈហ្នឹងលែងញៀនទៅមើល បាទ ចាំ ហ្នឹង សួរ ហើយ គ្រូ គឺបញ្ហាដែលយើងអត់រៀនអញ្ចឹងណា ចា បើយើងរៀន ហើយ យើង យើង អត់ខ្វល់ទេ តាមអាវ៉ាតលោកចា បាទ ប៉ុន្តែម្យ៉ាងដែរលោកគ្រូដូចថាមានអារម្មណ៍ថាស្ងប់ហើយដូចថា ហ្នឹង យើ ហើ ង យ អត់សូវ ទោះ ខ្វល់ យ៉ាងណាបើយើងមិនរៀនឲ្យច្បាស់គឺយើងអត់មានទំនុកចិត្តឃើញទេ ចា ទោះបីយើងដឹងថាវាស្រួលខ្លួនវាស្ងប់ចិត្តអីក៏ដោយដល់គេនិយាយហេហូអាអញ្ចឹងទៅយើងអាយ៉ាដូចមិនស្រួលដែរ ចាដូចអត់មានទំនុកចិត្តខ្លួនឯងហ៎ដល់អញ្ចឹងទៅថ្ងៃពិសាខបូជាហ្នឹងផ្ទះខ្ញុំនៅក្បែរវត្តគុលតឹងដែរអញ្ចឹងនៅពេលដែលមានរាល់មានកម្មវិធីអីតែងទៅវត្តអញ្ចឹងទៅលោកគ្រូឲ្យសមាធិជាមួយលោកគ្រូគួរសុភាពហ្នឹងសមាធិតាមចាស់ទុំអញ្ចឹងទៅធ្វើតាមហ្នឹងតែធ្វើតាមគាត់ហ្នឹងដែរតែអញ្ចឹងទៅមានអីទៅឃើញថាលោកគ្រូធ្វើអញ្ចឹងបានដូចតែគ្នាហ្នឹងប៉ុន្តែយើងមានគាត់ បា ចេះ ទ អីណាចេះជា នៅពេលដែលយើងយល់ពីមេរៀនព្រះអង្គបរៀនមកយើងលែងយកបុគ្គលណាជាប្រមាណយកភាគតិចឬភាគច្រើនជាប្រមាណគឺយើងយកតែភាពច្បាស់លាស់នៅក្នុងសច្ចធម៌ហ្នឹង ចា អញ្ចឹងណា ចា អញ្ចឹងបាន ចាលោក ពា គ្រូ ក្យ ចា ព្រះអង្គមួយដែលយើងត្រូវរៀនហ្នឹងគឺជាមាគ៌ាជាផែនទីដែលធ្វើឲ្យយើងមានសទ្ធាហ្នឹងគឺទំនុកចិត្តច្បាស់លាស់ ចា ហើយ លោក នៅ គ្រូ ពេលដែលយើងច្បាស់លាស់នៅក្នុងព្រះបរិយ័តហ្នឹងហើយដូចយើងដើរក្នុងព្រៃមែនប៉ុន្តែយើងមានផែនទីអញ្ចឹងទៅកាលណាដើរមានផែនទីអីទោះបីណាថាអីវាអត់មានអីច្បាស់ជាងផែនទីទេដែរឃើញទេ ចាចាលោកគ្រូហ្នឹងហ្នឹងហើយបានព្យាយាមម្ដងខ្ញុំរៀនចូលរៀនមើលលោកគ្រូអត់ហ៊ានបើកជារូបភាពទេគ្រាន់តែចូលស្ដាប់ចូលអីហើយណាមួយសុខភាពមិនល្អបងខ្លាចអង្គុយទៅចងេងចងាងអីទៅខ្មាស់ដូចញាតិពធនៅក្នុងហ្នឹងទៅលោកគ្រូឡាយអត់សូវសមគួរដល់ពេលមួយរយៈនេះតាំងចិត្តមែនតែនថាព្យាយាម បាទ ចាកុំឲ្យស្ដាយក្រោយ អត់ ចា អីទេឲ្យតែបើកឱកាសឲ្យខ្លួនឯងបានរៀនទោះបី បើកឱកាសខ្លួន បា ឯ ត់ ងយូរឯងលោកគ្រូប៉ុន្តែគ្រាន់ថាអាសុខភាពហ្នឹងវាអត់ទាន់អំណោយទេលោកគ្រូហើយខ្ញុំវាកាត់ញាប់ពេកដល់វា បាទឥឡូ កា វ ត់ ហ្នឹង ញាប់ សុខភាពហ្នឹងអញ្ចឹងប៉ុន្តែថ្ងៃក្រោយទៅមិនប្រកាសថាល្អជាងហ្នឹងទេត្រូវតែរៀនទៅហើយហ្នឹងឯង ចាយល់ចាលោកគ្រូយល់អាឡ័យចំណុចមួយហ្នឹងយល់ខ្លាំងមែនតើ ហ្នឹង ហើយ តិច ហ្នឹងហើយ តិច ញា ដល់ តិ ពេល មនុស្ស សុខភាពមិនល្អ ហ្នឹង ជា ចាំសួរ ចាំ លោកគ្រូ ថាវាល្អ ផ្ទាល់ សិនទេ ចាមានសំណួរច្រើនដែលខ្ញុំមានលក្ខនៅក្នុងចិត្តហ្នឹងចាំជួបលោកគ្រូផ្ទាល់ព្រោះខ្ញុំផ្ញើធ្លាប់លោកគ្រូផ្ញើតាមឆាតទៅអត់ប៉ុន្តែលោកគ្រូអត់មានបើកផ្ញើច្រើនណាផ្ញើច្រើនសំណួរតាំងលោកគ្រូនៅមុខពិជិតប៉ុន្តែបានចម្លើយមកវិញ ចាអញ្ចឹងអរគុណណាលោកគ្រូចាអរគុ បា ណ ទសាធុជើញបង ទៅ សុ បើក ថា ទ្វារកូនសិនគាត់មកពីរៀន បាទ បាទសូមគោរពជំរាបសួរលោកគ្រូជំរាបសួរមិត្តពធទាំងអស់បាទលោកគ្រូខ្ញុំចង់គ្រាន់តែចង់សួរបញ្ជាក់ពីពាក្យថាសន្តិតិកោហ្នឹងគឺសំដៅទៅលើវាមានពីរលក្ខណៈទី1គឺការដឹងច្បាស់ឃើញច្បាស់ស្គាល់ច្បាស់
ហើយនឹងលក្ខណៈទី2គឺបច្ចវេកណៈញាណលក្ខណៈទី1គឺការដឹងច្បាស់ឃើញច្បាស់ស្គាល់ច្បាស់ហ្នឹងគឺដឹងដោយខ្លួនឯងផ្ទាល់ដោយអង្គឯងផ្ទាល់មិនបានឮមិនបានដឹងដល់តាមរយៈអ្នកដតីប្រាប់អីទេអាករណីហ្នឹងគឺនាំមកនៅជាសទ្ធាដល់ខ្លួនឯងដែរប៉ុន្តែក៏សទ្ធាហ្នឹងក៏សទ្ធាមានពីរដែរសទ្ធាមួយបានឃើញច្បាស់ដល់ខ្លួនឯងហ្នឹងហើយសទ្ធាមួយទៀតគឺតាមរយៈអ្នកដតីដែរប៉ុន្តែសន្តិនិកោនេះគឺជាសទ្ធាដែលបានពាល់ត្រូវច្បាស់ឃើញច្បាស់ដោយអង្គឯងអាហ្នឹងជាករណីហ្នឹងដូចជាសម្រាប់តែពុទ្ធជនយើងក៏អាចពាល់ត្រូវប៉ុន្តែករណីទី2សច្ចវេកណៈញាណហ្នឹងគឺតើតែអរិយបុគ្គលគ្រូបាទវាគិតបានតែវាដល់កម្រិតថាមគ្គ4ផល4និព្វាន1ហើយបាទខ្ញុំអស់សំណួរហើយគ្រាន់តែចង់សួរបញ្ជាក់ហើយមួយទៀតខ្ញុំចង់ប្រាប់ជាដំណឹងដែរដោយម៉ែសុកគាត់សួរពីរឿងថ្ងៃ13ខែវិច្ឆិកាថ្ងៃ13ខែវិច្ឆិការៀបចំជាដែលការធម្មសកឆាជា public តែម្ដងជាសាធារណៈតែម្ដងនៅបាសាក់ហើយនៅក្នុងហ្នឹងក៏គិតថាបោះ link ចុះឈ្មោះទៅតាម link រៀងខ្លួនប៉ុន្តែគិតស្រាប់ទៅចាំលោកគ្រូមកដល់នេះហើយចាំមិនចាំបោះបញ្ចូល link ទៅតាមដែងថ្នាក់ដែងស្ថាបដ្ឋានហើយនឹងថ្នាក់ដែងបរិច្ឆេទទី5យើងដែរប៉ុន្តែខាងខ្ញុំនេះអត់ទាន់មានសិទ្ធិចូលអានឹងតលោកគ្រូហើយនឹងលោកជេងហើយទៅជួយបោះតាមនឹងហើយកម្មវិធីក៏ដូចគ្នាគឺបោះក្នុងពេលតែមួយប៉ុន្តែចាំលោកគ្រូជើញមកដល់ភ្នំពេញសិនអញ្ចឹងខ្ញុំបានកាត់ឈ្មោះចូលហើយដល់កុំឲ្យធ្វើរហេតរហូតខ្លួនក្រោយអញ្ចឹងអាការនេះបានកាត់ឈ្មោះថ្ងៃទី13ខែវិច្ឆិកាបងមុនចាបាទនឹងប្រធានបទដូចជាកិច្ចប្រតិបត្តិពធទៅនឹងជីវិតផ្ទាល់ខ្លួនប្រចាំថ្ងៃទៅនឹងជីវិតប្រចាំថ្ងៃប្រធានបទចាឥឡូវចាប់កាត់ឈ្មោះអីលោកពូបាទបដាហើយបងប៉ិនគ្រាន់តែថានៅទៅតាមអ្នកកត់ឈ្មោះហ្នឹងទៅតាមអដែងក្រុមគ្រួសារអ្នកអដែងក្រុមការងារទេមិនទាន់ជាសាធារណៈទេប៉ុន្តែចាំលោកគ្រូជើញមកដល់ភ្នំពេញហ្នឹងបែបបោះជាសាធារណៈឲ្យចុះឈ្មោះហើយបោះទាំងខ្លាចលោកបោះទាំងកម្មវិធីហើយនឹង link ហ្នឹងចាខ្លាចលោកប្រើគ្រប់ទៅមិនខ្ញុំអត់ដែរអត់អីអត់មានកំណត់ទេប៉ុន្តែគ្រាន់តែថាសូមឲ្យបានមុនថ្ងៃដូចជា5ថ្ងៃចំនួន5ថ្ងៃចាលោកគ្រូអរគុណអញ្ចឹងជំរឿប្រហែលថ្ងៃទៀតលោកគ្រូថ្ងៃ4ដល់5 10លោកគ្រូមកដល់ហើយតែថ្ងៃ16ហ្នឹងអាចបោះទៅតាមpage Telegram ហើយបើខ្ញុំមិនបានចូលរួមទេលោកគ្រូហើយញាតិពធទាំងឡាយជាពិសេសគណៈថ្វាយគុំព្រះអង្គនៅក្នុងក្រុមព្រោះខ្ញុំហើយជាទៅឥណ្ឌាទៀតហើយខ្ញុំមានបេសកកម្មខ្ញុំទៅឥណ្ឌាប្រហែលជាខែ10ហ្នឹងក្នុងខែ10ហ្នឹងមិនដឹងទទួលវីសាថ្ងៃណាទេអរគុណច្រើនប៉ុន្តែខ្ញុំចូលរួមតាមរយៈប្រយោលអរគុណច្រើនបាទជំរាបសួរបងជំរាបសួរញាតិពធទាំងអស់ជំរាបសួរលោកគ្រូខ្ញុំសូមចូលបន្តិច
bạn chơi ហ្នឹងហើយបងប្អូនយើងដែលចង់ចុះឈ្មោះគាត់អាចចុះឈ្មោះបានទៅតាម link ហ្នឹងណាគាត់ចូលអាដែកដំណភ្ជាប់ហ្នឹងទៅគាត់ចូលដំណភ្ជាប់ទៅវា load ទៅ Telegram អូតូម៉ាទិកហើយអញ្ចឹងដល់ពេលចូល Telegram ទៅគាត់អាចចុះឈ្មោះទៅតាមអាលក្ខខណ្ឌដែលគេដាក់ចូលហ្នឹងគ្រាន់តែដាក់តែឈ្មោះហើយនឹងលេខទូរស័ព្ទហើយនឹងអាស្រ័យដ្ឋានភ្នំពេញឬក៏ខេត្តអីចឹងទៅអញ្ចឹងគាត់អាចចាប់ផ្ដើមបើគាត់ឃើញនៅក្នុង Facebook ដែលគេបង្ហោះហ្នឹងឬក៏ share របស់អ្នកណាគេហ្នឹងគាត់អាចចូលនៅក្នុងនឹងបានអត់អីទេអញ្ចឹងណាគាត់ថាលោកគ្រូអត់ទាន់ share ព្រោះ Facebook គ្រូអត់ទាន់ share តែFacebook របស់ទលេបាសាក់ហើយនឹងក្រុមការងារខាងរៀបចំកម្មវិធីហ្នឹងគេបាន share ឲ្យអស់ហើយអញ្ចឹងណាអញ្ចឹងបើសិនជាគាត់ចង់ចូលគាត់អាចចូលក្នុងអាដំណភ្ជាប់ link Telegram ហ្នឹងទៅគាត់អាចចុះឈ្មោះបានហើយអញ្ចឹងបាទលោកគ្រូទិន្នន័យមកដល់ថ្ងៃហ្នឹងដូចបាន70ជាង76 77នេះប៉ុន្តែអាហ្នឹងបាត់ថាផ្នែកតែខាងទលេបាសាក់ឯគេទទួលនៅមិត្តពធយើងនៅឡើយចុះក្មួយតោតាមក្រុមសប្បុរសជននោះមិញខ្ញុំគ្រាន់តែ share ទេខ្ញុំគ្រាន់តែ share ទេមិញអាចចុះទៅខ្លួនឯងផ្ទាល់បានព្រោះអីចេះបងស៊ីថាបើតាមយើងជជែកគ្នាហ្នឹងគឺឲ្យចុះទៅខាងទលេបាសាក់ផ្ទាល់ទៅអញ្ចឹងណាបងបាទចុះទៅខាងដំណ link ហ្នឹងទៅហើយគេចុះទៅអូតូម៉ាទិកទៅផ្ទាល់ហើយយើងមកដល់ថ្ងៃនេះប្រហែលជាបានខ្ទង់80នាក់អីហើយអញ្ចឹងណាដោយក្នុងបាទក្នុងហ្នឹងប្រហែលជាយើងរៀបចំកៅអី500នាក់អញ្ចឹងប្រហែលជាមិនអស់ទេតាមមើលទៅអញ្ចឹងបើសិនជាខ្លាចអស់ចាប់ផ្ដើមចុះបដាទៅមានឈ្មោះហើយអញ្ចឹងមិញខ្ញុំ share ចូលនៅក្នុងក្រុមសប្បុរសធម៌ហ្នឹងសប្បុរសជនហ្នឹងដែរទៅមិញខ្ញុំ share ចា Facebook របស់អ្នកគ្រូចូលទៅអ្នកគ្រូចូលចុះឈ្មោះហើយចាចាំដាក់ទៅមិញចូលក្នុង Facebook ទៅហើយមិញចូលកន្លែងដំណភ្ជាប់ហ្នឹងទៅហើយលោតចូល Telegram ហើយមិញចូលកន្លែង comment ណាចូល comment ណាមិញវាយឈ្មោះមិញអញ្ចឹងទៅហើយចុចបញ្ជូនទៅវាអូតូម៉ាទិកទៅហើយមិញគេខាងនោះគេចាំទទួលគេមាន system គេអញ្ចឹងណាមិញអញ្ចឹងយើងធ្វើកុំឲ្យវាច្រឡំរញ៉េរញ៉ៃគេត្រូវតែមានកន្លែងគេអ្នកចាំទទួលអញ្ចឹងណាមិញចាប៉ុន្តែបើសិនជាខ្ញុំគិតថាបើបងប្អូនយើងអត់ចេះចូលក្នុងនោះទេពេលដែលថ្ងៃលោកគ្រូមកអាចបើសិនជាអត់ចេះចូលទៅក្នុង Telegram ទេឬក៏មិនទេគាត់អាចកត់ឈ្មោះទៅហើយផ្ញើឲ្យទៅអូនឆេងទៅក៏បានដែរព្រោះឯក្នុងក្រុមអីហ្នឹងគាត់ជួនកាលទៅចាស់គាត់អត់ចេះចូលទេគាត់អាចកត់ឈ្មោះដាក់លេខទូរស័ព្ទអីទៅដាក់អាស្រ័យដ្ឋានទៅហើយផ្ញើទៅអូនឆេងចាំផ្ញើចូលក្នុងក្រុមរៀបចំកម្មវិធីហ្នឹងទៅហើយគេបន្ថែមឈ្មោះបញ្ចូលទៅអញ្ចឹងណាបាទចាំបើខ្ញុំអត់ចេះតាមនោះអញ្ចឹងខ្ញុំចូលតាម Telegram តាមនេះលោកគ្រូកាត់ឈ្មោះហើយនឹងលេខទូរស័ព្ទអីទៅតាមផ្ញើទៅតាមក្រុមយើងវិញបានទេបងបាទបើអត់ចេះទេចាំដល់គៀកថ្ងៃតិចឬមិនចាំចុះមកខ្សែទៅហើយមិនយើងយកអាហ្នឹងរុញទៅឲ្យខាងក្រុមការងារគេខាងនោះហ្មងចាបងចាប៉ុន្តែខ្ញុំគិតថាអត់អីទេប៉ុន្តែគ្រាន់ថាឲ្យត្រូវមានឈ្មោះហ្នឹងគេចង់រៀបឲ្យមានហ្នឹងចង់ថារៀបរយស្តង់ដាបាទបើទៅផ្ទះខ្ញុំអត់បាច់ចុះឈ្មោះទេទៅផ្ទះខ្ញុំណាចាអត់បាច់ចុះឈ្មោះអីទេលីឈ្មោះទៅដល់ចាំលីឈ្មោះទៅចាបងដុកទ័រមានអីលោកគ្រូអស់ម៉ោងនៅតិចនៅ4ម៉ោងទៀតលោកគ្រូសូមលោកគ្រូស្កេះបន្តិចកន្លែងខ្ញុំចង់យល់ពាក្យនេះពាក្យថារួម28មាន10កន្លះអាយតនៈនេះខ្ញុំស្ដាប់ពីម្ដងអត់យល់ពាក្យហ្នឹងយល់តែកន្លែង10កន្លះហ្នឹង10កន្លះហ្នឹងមិន5ហ្នឹងបើ10កន្លះ5មែនទេបើអាយតនៈប្រមាណនេះយតនៈប្រមាណបងបាទមែនតើទៅអាហ្នឹងទៅមើល3ដកអត់មានទេពាក្យហ្នឹង3ដកអត្ថកថាអត់មានទេបាទពាក្យដែលក្រុមអ្នកសិក្សាពិសេសក្រុមយេស៊ីជិនគាត់អ្នកនិយាយបើយើងយកមកវិភាគហ្នឹងវាទំនងដែរខ្ញុំបើក share ហើយអាយតនៈ10ហ្នឹងបូកមនីយតនៈហើយនឹងធម្មយតនៈហ្នឹងឡើង12ហ្នឹងយល់ហើយរូប10ដែរហ្នឹងបូកជាមួយអត្ថបៈ3នោះយល់ថា12ហើយមនីយតនៈជា7 8 9 121ហ្នឹងយល់ហើយ
ហើយសកុមរូប16ចេតសិក52បូកនិព្វាន1ជាធម្មមាយតនៈនឹងយល់ហើយហើយធម្មមាយតនៈនឹងមានសកុមរូប16ចេតសិក52និងនិព្វាន1នឹងយល់ហើយតែដល់ពេលអាពាក្យមករូប28មាន10កន្លះអាយតនៈនោះនៅតែអត់យល់គ្រូបាទតោះស្មែ ឥឡូវឃើញទេខ្ញុំ share ឃើញ យេតំណា អីគេ
លើឃើញឃើញធំល្មមឯប៉ុណ្ណឹង ខ្ញុំមើលឃើញលោកគ្រូឃើញ បាទអញ្ចឹងយើងទីមួយយើងរាប់អាយតនៈឲ្យគ្រប់12សិនណាហ្នឹងហើយ បាទ អឺ នៅឆ្វេងដៃអូនទៅខ្វងឆ្វេងជាប់នឹង អញ្ចឹងទីមួយចក្ខវាយតនៈជាគូនឹងរូបាយតនៈ បាទលោកគ្រូ សោតាយតនៈសត្ទេយតនៈឃានេយតនៈជីវហគន្ធេយតនៈជីវហាយតនៈរក្សាយតនៈកាយាយតនៈផតថាពេយតនៈ អញ្ចឹងនៅក្នុងអាយតនៈ10ហ្នឹងសុទ្ធតែរូបធម៌សុទ្ធឃើញទេរូបធម៌សុ បាទ ទ្ធ លោកបាទ សុទ្ធតែមកហើយបើគិតជារូបអស់រូប12រូប12ហ្នឹងហៅថាអោឡារិកៈរូប បាទលោកគ្រូបាទ រូបក្រូតក្រៀតឬក៏រូបធំ ដែលលោកចែកកន្លះហ្នឹងចែកតណែរូបហ្នឹងវាសល់មកដល់នេះទៀតមានន័យថាពាក់កណ្ដាលជារូបពាក់កណ្ដាលជានាមកន្លែងធម្មយតនៈនោះណា បាទ ហ្នឹងហើយអញ្ចឹងវាមានរូបផងមាននាមផងអាពីរនេះនាមអញ្ចឹងរូប28ហ្នឹងអញ្ចឹងអាមិញនេះ12 12បូកនឹង16វា28អញ្ចឹង បាទ ថារូប28ហ្នឹងគឺជាអាយតនៈ10កន្លះមានន័យថាវាពេញ10ប៉ុន្តែនៅក្នុងធម្មយតនៈនេះមានចំណែករូបផងហើយនឹងចំណែកនាមផងអញ្ចឹងអាចំណែកនាមចាត់ជាកន្លះអារូបនេះចាត់ជាកន្លះធម្មយតនៈនេះនេះ ចុះលោកគ្រូឡើយហ្នឹង1 12 1 16មិនស្មើគ្នា បាទ12នេះយកអស់ហើយមានយកមកវាស់អីទៀតព្រោះរូប28ហ្នឹងយើងដកអោឡារិកៈរូបនេះចេញមកជាអាយតនៈ10ហើយនៅសល់សង្ខុំរូប16ទៀតដែលមិនតាន់បានរាប់ហ្នឹងជាធម្មយតនៈ ចឹងអា10 កន្លះហ្នឹងអត់យកអាខាងលើមិនយកអា12មកវាស់ជាមួយនឹងអា16ទេមិនវាស់ បាទ ហ្នឹងហើយព្រោះអា12ខាងលើនេះជាអាយតនៈ10អញ្ចឹងឈប់គិតវាហើយឈប់គិតវាហើយ បាទលោកបាទ ហ្នឹងហើយគឺគិតកន្លះទៀតហ្នឹងគិតតែនៅក្នុងធម្មយតនៈនេះទេមានន័យថានៅក្នុងធម្មយតនៈមួយហ្នឹងវាមិនមែនជានាមសុទ្ធទេវាមានរូបដែរបាទនេះនាមសុទ្ធទេនេះ បាទលោកគ្រូបាទ តនៈនាមសុទ្ធឃើញទេ បាទ ហើយដល់ធម្មយតនៈនេះវាមានរូបផងវាមាននាមផងហ្នឹងហើយអញ្ចឹងធម្មយតនៈហ្នឹងលោកចាត់ថាកន្លះ ខ្ញុំ ជា វិញដល់ កន្លះជានាមបើយើងមិនចង់ហៅកន្លះអញ្ចឹងក៏បានដែរយើងថាយើងចែកអញ្ចេះទៅថាអាយតនៈ10ខាងលើជារូបសុទ្ធមនេយតនៈជានាមសុទ្ធរីឯធម្មយតនៈជារូបផងជានាមផងយើងនិយាយអញ្ចឹងក៏បានដែរយើងបើយើងជាប់ជាមួយអាពាក្យកន្លះហ្នឹងទៅមួយ បើអញ្ចឹងខ្ញុំយល់លោកគ្រូតែដល់ពេលតែព្យាយាមយល់អាហ្នឹងយល់មិនបាន អាហ្នឹងដោយសារអត់មាននៅក្នុងកូពីអត់មាននៅក្នុងអីទេអានេះអ្នកសិក្សាអឺលោកឃើញថានៅក្នុងធម្មយតនៈហ្នឹងវាមាន2ហ្នឹងវាមាន2ហ្នឹងវាមានរូបផងហើយនឹងវាមាននាមផងបានលោកដាក់កតិកាគ្នាថានៅក្នុងធម្មាហ្នឹងកន្លះធម្មាជារូបកន្លះធម្មាទៀតជានាមលោកថាអញ្ចឹងទៅ មិនយកអា16នោះមកចែកពីរកន្លះគ្រូ មែនទេអានេះ អញ្ចឹងអាពាក្យកន្លះហ្នឹងបានសេចក្តីថាគ្រាន់តែបញ្ជាក់ថាមានរូបផងមាននាមផងហើយលោកគ្រូ ហ្នឹងហើយមានន័យថាធម្មាយតនៈមិនមែនជារូបសុទ្ធហើយក៏មិនមែនជានាមសុទ្ធដែរមាននាមផងមានរូបផង
chẳng chặt tục Ồ, cầm mẹn vô chùm nuôn chạy pi vậy nè mấy này vâng. Ô, mình đây ta bẹt cái đá trên niêm bẹt cái đá trên rúp này nó cô. nàng Ồ, bạn cô bạn đang ai lại lên bạn cô con cô. à ពេទ្យ បាទ រៀន ចា ពី លោក យ៉ាងពេទ្យ តាមពិតដល់ពេលលោកគ្រូអ្នកយល់ខ្ញុំអ្នកអត់យល់ចឹងខ្ញុំសើចតែក្នុងស្រូបមួយក្នុងធម្មសាសនានេះពេលយល់ហើយមិនយល់ nè យល់លោកគ្រូខ្ញុំយល់ហើយហ្នឹងយល់ច្បាស់លោកគ្រូអរគុណ បាទ លោកគ្រូ សា បាទ ធុសាធុ បាទហើយយល់ច្បាស់មិនដោយសារលោកអ៊ំមួយមិញឆ្កឹះមិនឆាច់មកលោកគ្រូថែមទៀតមកយល់មិនទេបាទ ចឹងគិតជម្រាបលាទាំងអស់គ្នា បាទលោកគ្រូបាទអរគុណ បាទសូមជម្រាបលាលោកគ្រូ រៀបលា ជាមិត្តពធទាំងអស់បា ជ ទ ម្រាបលាលោកគ្រូនិងជម្រាបលាញាតិធម៌ទាំងអស់ លោកគ្រូ ជម្រាបលាលោកគ្រូជម្រាបលា ជំរាបលាលោកគ្រូជំរាបលា ជម្រាបលាញាតិធម៌ទាំងអស់ ជម្រាបលាញាតិធម៌